រិកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំបករុណាចូលមានដល់ព្រះដ៏មានព្រះភាកអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបាទតោះយើងតមេរៀនខានមកទឹកអញ្ចឹងមកទឹករៀនមិន2 ថ្ងៃខានមកទឹកស្មើនឹងចិត្តកន្លះខែ2 អាទិត្យកន្លះខែ តោះឃើញស្លាយនេះខ្ញុំមើលឃើញទេឃើញចាស់គ្រូបាទតោះសូត្រមេរៀនស្លាយទាំងអស់គ្នាសោភនចេតសិក25សទ្ធាសតិហេរេអោតបាំងអលោភោអតោសោតត្រមច្ឆតតាកាយបស្សទ្ធិចិត្តបស្សទ្ធិកាយលហុតាចិត្តលហុតាកាយមុទុតាចិត្តមុទុតាកាយកម្មញ្ញតាចិត្តកម្មញ្ញតាកាយយបាកញ្ញតាចិត្តបាកញ្ញតាកាយុជុកតាចិត្តុជុកតាចេតេអេកោនវិសតិមេចេតសិកាសោធនៈសាធិរណនិយមៈសម្មាវាចាសម្មាកម្មន្តោសម្មាអាជីវោចេតិទេសោវិរតិយោនិយមៈករណាមុទិតាអបមញ្ញយោនិយមេតិសព្បថាបេបញ្ញន្ត្រិយេនសទ្ធិងបញ្ចវិសតិមេចេតសិកាសោភនាតិវេទិតពាបាទប៉ុណ្ណឹងសោភនចិត្តសឹកទាំង25មុនយើងរៀនដល់សទ្ធាមែនទេញោមដល់សទ្ធាចាស់គ្រូដល់សទ្ធាចេតសិកបាទអញ្ចឹងសទ្ធាហៅថាសត្យហណៈលក្ខណៈសទ្ធាណាសទ្ធាហ្នឹងមានអីមានការជឿមែនទេណាសត្យហណៈណាលក្ខណៈមានការជឿនឹងឯងជាលក្ខណៈភាសាតនៈរក្សាតថាតថាក៏ដូចគ្នាដែរឬក៏តថាបសាតនៈរក្សាមានអីមានការភ្លឺថ្លាឬក៏មានសេចក្តីជ្រះថ្លានឹងឯងជាកិច្ចហ្នឹងណាភាសាតនៈដែលយើងភាសាតៈធ្លាប់យើងឮពាក្យថាភាសាតៈសទ្ធាបងព្រោះភាសាតៈហ្នឹងវាជាកិច្ចរបស់សទ្ធាហ្នឹងឯងមែនទេណាប្រាសាទតៈយើងថាសេចក្តីជ្រះថ្លាហើយនឹងសទ្ធាការជឿពីរហ្នឹងបើអង្គធម៌វាតែមួយគឺសទ្ធាចេតសិកហ្នឹងឯងមែនទេញញណាចំណាមចាស់គ្រូដល់យើងប្រើក្នុងន័យភាសាយើងនិយាយទូទៅភាសាខ្មែរយើងហៅថាមានសទ្ធាជ្រះថ្លាសទ្ធានិងជ្រះថ្លាបើយើងប្រែពាក្យរបស់វាសទ្ធាប្រែតែជឿណាជ្រះថ្លាប្រែពាក្យពីពាក្យថាភាសាតៈបងតែព្រះអង្គធម៌វាតែមួយទេគឺសទ្ធាតែមួយនឹងឯងអាសទ្ធានឹងក៏សទ្ធាអាជ្រះថ្លានឹងក៏សទ្ធានឹងឯងបងអកាលុសយុណាអកាលុសយុបឋានាមានអាការៈប្រកបឡើងដល់បញ្ញារបស់យោគីវចរថាដោយភាពជាធัวមិនមានភាពល្អក់បងគឺថ្លាហ្នឹងណាបងណាมันមានភាពល្អក់ណាសទ្ធិយបតិដ្ឋានាសទ្ធិយវត្ថុបតិដ្ឋានាមានវត្ថុដែលគួរជឿនឹងឯងជាហេតុចិត្តបើហើយវត្ថុដែលគួរជឿហ្នឹងមានអីមានប្រមាណញាតិញោមវត្ថុដែលគួរជឿហ្នឹងហៅថាសទ្ធិយវត្ថុហ្នឹងមានប្រមាណយ៉ាងយើងរៀនថ្ងៃមុនហ្នឹងមាន4យ៉ាងលោកម្ចាស់សទ្ធិយវត្ថុដែលគួរជឿហ្នឹងមាន8អីមាន8យ៉ាងណាបើមានអីគេនេះណា
អត់តាណាបាទអូមែនទេសទ្ធាយវត្ថុហ្នឹង4ហ្នឹងឯងបង4មានជឿលើព្រះពុទ្ធការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហើយជាគេទៀតជឿលើអឺកម្មជឿលើផលរបស់កម្មហើយនឹងជឿថាសត្វទាំងឡាយមានកម្មជារបស់កម្មជារបស់របស់ខ្លួនខ្លួនប្រព្រឹត្តទៅតាមកម្មរៀងខតាមួនការរៀនខ្លួន អាហ្នឹងហៅថាសទ្ធាយវត្តវត្ថុវត្ថុដែលគួរជឿហ្នឹងចឹងហើយយើងបានមើលអ្នកសទ្ធាហ្នឹងមិនមានតែប៉ុណ្្នឹងទេមានលក្ខណៈថែមដល់ទៅ2ទៀតលោកថាអីមួយទៀតលោកថាអោកម្មបណៈអោកប្បណៈលក្ខណៈវាហ្នឹងឬក៏មួយទៀតថាមានការមុតមមជាលក្ខណៈតែមានសទ្ធាឲ្យមុតមមទេញោមមុតមមចាស់គ្រូអឺមុតមមអត់មានងាករេអឺអត់មានភាពស្រាលគឺមុតមមព្រោះដូចយើងជឿលើពុទ្ធសាសនាអញ្ចឹងយើងមុតមមនឹងពុទ្ធសាសនាទៅបីគេថាមិនថាទៅនេះថាអញ្ចេះថាអញ្ចោះឯនេះល្អអញ្ចេះល្អអញ្ចោះប៉ុន្តែយើងមិនងាករេទេព្រោះយើងមុតមមថាពុទ្ធព្រះអង្គត្រាស់ដឹងពិតមែនមែនទេញោមណា កណាគេថាពពុទ្ធមិនមែនពពុទ្ធយ៉ាងម៉េចក៏យើងមិនជឿមិនងាករេទៅតាមដែរព្រោះមុតមមបើយើងថាកម្មផលធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធัวទាំងឡាយកើតពីហេតុយើងជឿដល់អ្នកនេះគេថាទៅបន់ស្រន់ទៅបានអញ្ចេះបួងសួងទៅបានអញ្ចោះធ្វើអញ្ចេះបានអញ្ចោះយើងអត់ជឿទេព្រោះយើងជឿលើកម្មផលមែនទេហ៎ណាចកង់ណាបានសុខសម្រុកសាងល្អទៅប្រឹងធ្វើល្អទៅបានសុខអានោះវាចឹងហើយជឿមុតមមអញ្ចឹងមិនងាករេបងទីមួយទៀតថាណាសម្បកខន្តនៈណាសម្បកខន្តនៈលក្ខណៈវាឬមានការស្ទុះទៅនឹងអញជាលក្ខណៈតែមានសទ្ធាហើយស្ទុះទៅហើយស្ទុះទៅកាន់អីស្ទុះទៅកាន់សេចក្តីល្អផ្សេងទៀតមែនទេញោមហ្នឹងហើយដូចញាតិញោមអ្នករៀនហ្នឹងបើអត់សទ្ធាមានកម្លាំងរៀនទេ អត់ទេចាស់គ្រូតើមានសទ្ធានឹងតែរៀនធ្វើអីនឹងបានស្អីពិតផងនឹងរៀនហ្នឹងវាអត់មកអត់ស្ទុះមករួចទេតើតែមានសទ្ធាខ្ញុំមកស្ទុះទៅធ្វើបន់ធ្វើទានរក្សាសិលចម្រើនភាវនាខ្ញុំថាផងឡាយអត់លឺលេងខ្ញុំមកជួយប្រាប់មកអត់ដឹងមកម្នាក់ឯងបានតាមដានមើលណាអឺបាត់នេះសិនដល់ណាទៅណែកាំងសញ្ញាចុចអីលេងចេញហើយខ្ញុំនៅលឺលេងអានេះលឺម្ចាស់គ្រូលឺច្បាស់បាទកុំព្យូ នៅ ទ័រក្នុងថ្មីឡាក្នុង Zoom ឯតែនៅក្នុង Line កុំព្យូទ័រថ្មីនៅកាំងចុចអីលេងចេញហើយបើកអីលេងកើតហើយនឹងថ្កល់មិនទេចាំរកថ្មី ចង់ឲ្យខ្ញុំគឿងទិញប្រកេនថ្មីក៏មិនដឹងមិនអញ្ចឹង ចាំរកថ្មីអញ្ចឹងអឺចុចលេងចេញហើយហ្នឹងរឹងស្កើតហើយដូចខ្មោចងាប់ហើយនេះតមុខតក្រោយបិទអីក៏បិទមិនកើតទេនេះចាំ ចាប់បា restart ទៅនឹងចា រីស្តារីវាមិនកើតចុចមិនកើតផង បាត់ឆៅ បិទឆៅដល់ចុចប៊ូតុងបិទវាដែរកែអត់ពីឆៅចុច ទេម្ចាស់គ្រូ តែបាត់ឆៅទេ តក់ខ្សែភ្លើងចេញឡើយ
chạy anh chính miền đỏ sẽ lên Mà bật cháy tập buồn làm lắm thôi vậy. mạch thì mạch vía mạch vía trắng mau bị cảm thi sung nữa mà cái sẽ gồm tàu lừa nó nắng nước các cừu lừa từ lư cho bác các cừu bà vậy nhỉ chẳng trầm mòn đỏ lại ta tờ tiệt tờ bàn tiệt đó nè ta tờ một chân nè xăm bạc khăn tận nè lệ khả nào vía rồi miền ca tu tới chỉ lệ khả nạ chân lệ khả nạ bỏ sạch thiên nó là miền đó tới tập bài giangនេះសំបសាតនៈរក្សាដូចគ្នាទេមានការធ្វើឲ្យផូរផង់គឺជ្រះថ្លានឹងអញជាកិច្ចដូចជាកែវមណីដែលធ្វើទឹកនឹងឲ្យថ្លាអត់ដែលស្គាល់កែវមណីធ្វើទឹកឲ្យថ្លាផងហ៎ស្គាល់តែសាច់ជូរ các អកាលុសយៈសយុអានេះលុសយៈបតដ្ឋានាមានការមិនកកល្អក់ជាអាការៈប្រកបសទ្ធិយវត្ថុបតដ្ឋានាមានវត្ថុជាទីតាំងនៃសេចក្តីជឿជាហេតុប៉ុណ្ណឹងតោះយើងមើលលក្ខណៈថាម៉េចណាលក្ខណៈវចនដ្ឋៈនិងលក្ខណៈរបស់សទ្ធាតើសទ្ធាឬសទ្ធាសត្យហណៈលក្ខណៈមានការជឿជាលក្ខណៈសត្យហតៃតិសទ្ធាពុទ្ធាទីសុបសាតោណាធម្មជាតិណារមែងជឿជាក់ណាសត្យហតិណាបើសត្យហតិធម្មជាតិណារមែងជឿជាក់បើជឿជាក់ដូចយើងនិយាយហ្នឹងខ្ញុំជឿគាត់តែជឿគាត់ហើយអត់សង្ស័យទេមែនទេញោមណា ទេ បើតែជឿហើយអត់សង្ស័យទេចឹងណា សង្ស័យ បើធម្មជាតិណារមែងជឿជាក់បើជឿជាក់ជឿជាក់តែងជ្រះថ្លាណាជ្រះថ្លាហ្នឹងអីគេគឺភាសាតោហ្នឹងឃើញណាភាសាតោហ្នឹងតែងជ្រះថ្លាឬទ្រទ្រង់នៅអារម្មណ៍ទុកដោយល្អបាទព្រោះហេតុនោះអ៊ីតិព្រោះហេតុនោះណាអ៊ីតិព្រោះហេតុនោះធម្មជាតិនោះឯងឈ្មោះថាសទ្ធាណាសទ្ធាឈ្មោះថាសទ្ធាណាបានដល់សេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធជាដើមនៃពុទ្ធាទីសុគឺអាជឿនឹងជឿអីគេមិនមែនចេះតែជឿទេគឺមានការជឿ
ក្នុងព្រះពុទ្ធជាដើមតើនេះហ៎ cái này មិនស្អីជឿស្អីក៏ឈ្មោះតែសទ្ធាជឿអីក៏ឈ្មោះតែសទ្ធាណាជឿអរៈអ្នកតាខ្មោចព្រាយបិសាចឯណាក៏ចេះតែសទ្ធាហ្នឹងអត់ទេបាទហ្នឹងគឺជឿពាក្យថាសទ្ធាដែលជឿជាក់ក្តីដែលប្រើតែជ្រះថ្លាក្តីដែលមានន័យថាទ្រទ្រង់នៅអារម្មណ៍ទុកដោយល្អក្តីហ្នឹងគឺបានតែក្នុងរឿងវត្ថុដែលគួរជឿទេណាវត្ថុដែលគួរជឿនឹងមានអីមានព្រះសម្មាសម្ពុទ្ធជាដើមនឹងឯងមិនមែនរឿងដតីទេមានរឿងស្អីផ្សេងទេណាតាពាក្យថាជឿហ្នឹងលោកយកពាក្យថាជឿនឹងជឿនឹងមិនជឿនឹងជឿមិនជឿជាក់នឹងជឿមិនចឹងlàពាក្យថាជឿមានន័យថាទុកចិត្តឃើញទេទុកចិត្តខ្ញុំទុកចិត្តព្រះសម្មាសម្ពុទ្ធអត់ទេ ចាក់ចាស់គ្រូ ទុកចិត្តទេ tục chặt đụng chặt អត់មានសង្ស័យលើព្រះអង្គអីបន្តិចទេ អត់ទេអត់ទេ អត់មានសង្ស័យអីទេព្រះពុទ្ធដឹងនាំទៅណាទេដឹងព្រះពុទ្ធមានមែនចិត្តថាតាមគ្នាទៅអីត្រាស់ដឹងមែនឬអត់អីអញ្ចឹងញាតិញោមអត់អញ្ចឹងទេណាគឺទុកចិត្ត cái này ព្រះពុទ្ធមានមែនព្រះពុទ្ធត្រាស់ដឹងមែនព្រះអង្គដឹកនាំត្រឹមត្រូវមែនដឹកនាំសត្វនឹងឯងទៅកាន់ទីរំលត់ទុកពិតមែនហ្នឹងគឺជឿហ្នឹងជឿអញ្ចឹងគឺទុកចិត្តលើព្រះអង្គអញ្ចឹងហើយដល់ទុកចិត្តលើព្រះអង្គនិយាយអីយើងស្ដាប់ព្រះអង្គហ្នឹងមែនទេ កណា ដោយមិនយើងទុកចិត្តលើនរណាម្នាក់តែគាត់និយាយអីគាត់ប្រាប់អីយើងធ្វើតាមហើយដឹងតែគាត់នឹងប្រាប់មកដឹងតែមានប្រយោជន៍ប្រាប់មកមិនដែលខុសមិនដែលដឹកនាំឲ្យខុសអន្តរាយអីទេអញ្ចឹងយើងធ្វើតាមបដិបត្តិតាមទុកចិត្តមែនញោម cái កណា này ដោយញោមទុកចិត្តពុទ្ធអញ្ចឹងពុទ្ធសំដែងថាកម្មផលសត្វទាំងឡាយប្រព្រឹត្តទៅតាមកម្មណាបុគ្គលធ្វើកម្មបែបណាទទួលផលបែបនោះហើយដូចទុកចិត្តទេស្រោចទឹកបន្តិចទៅលើគេថាឆុងលើគេថារាសីធ្លាក់ដូចទុកចិត្តទេស្រោចទឹកបន្តិចលើរាសីបន្តិចទេណាញោមតើណា តើអត់ចាស់ này ព្រះអង្គថាសង្ខារវាមិនទៀងទេញោមដល់ពេលហេតុបច្ច័យវាត្រូវស្លាប់វាស្លាប់វាមានអីដូចមិនកើតទេដោះគ្រោះចេញទីសិនទេដូចមិនសូវទុកចិត្តទេអញ្ចឹងអត់ទេញោមដល់អញ្ចឹងដូចអត់ទុកចិត្តព្រះអញ្ចឹងមែនទេញោមមែនអត់ thì mất lọn chân làm chả ta lấy ដូចថា កណាគាត់ស្របយ៉ាងដែរទៅពេលឥឡូវអត់ទេចាស់គ្រូកណាស្រោចតែគេខ្លួនឯងឥឡូវ ដូចថាព្រះអង្គសម្ដែងរឿងទីគេនិយាយពីរឿងកម្មផលអីយ៉ាងចឹងទៅណាបើឡើងទុកចិត្តទៅថែមនេះថែមនោះបន្តិចបន្តួចគុំសមអាយុទេអាគុំសមអាយុមកពីយើងទុកចិត្តធមទុកចិត្តព្រះអង្គនេះมันយើងប្រើពីអាគុំសមអាយុមែនទេញោមប្រើខ្លះទៅមន្តអាគមខ្លះទៅគេជួយផ្សំគ្នាទុកចឹងទុកចិត្តចឹងរឿងបរិស័ទយើងរឿងអ្នកបួសក៏ដោយបរិស័ទដោយញាតិញោមក៏ដោយរឿងមិនទុកចិត្តព្រះហ្នឹងមានច្រើនណាមែនទេញោម cái này ច្រើនណាស់រាល់ថ្ងៃច្រើនមែនទែនអ្នកមិនទុកចិត្តព្រះនិយាយថាជឿព្រះនិយាយថាគោរពព្រះតាមព្រះអង្គកាន់សាសនាពុទ្ធទេអត់ទុកចិត្តពុទ្ធទេអត់ដែលទុកចិត្តទេស្រោចទឹកខ្លះទៅដោះគ្រោះខ្លះទៅលើករាសីខ្លះទៅកាត់គ្រោះកាត់ឆុងកាត់អីបន់ខ្លះទៅសែនខ្លះទៅបួងសួងខ្លះទៅអីខ្លះទៅផ្សេផ្សំគ្នាទៅមកពីយើងអត់ទុកចិត្តនឹងឯងនិយាយថាអីធ្វើបន់ខ្លះទៅធ្វើណាស់ខ្លះទៅដូចខ្ញុំខ្លះកាន់យេស៊ូខ្លះព្រោះយេស៊ូក៏កាន់ពុទ្ធក៏កាន់ណាទុកចិត្តពុទ្ធទាំងស្រុងដូចមិនទុកចិត្តទាំងស្រុងឯងយេស៊ូខ្លះទៅយេស៊ូទាំងស្រុងដូចមិនទុកចិត្តទេពុទ្ធខ្លះទៅខ្ញុំសាសនាពុទ្ធក៏កាន់យេស៊ូក៏កាន់ដែរយកទាំងអស់ហ្មងទៅកុំឲ្យខុសមែនទេញោមបើខុសពុទ្ធត្រូវយេស៊ូខុសយេស៊ូត្រូវពុទ្ធ ăn chén tịch ចឹងណាចឹងមកពីរឿងទុកចិត្តនឹងឯងមែនទេញោមបើទុកចិត្តហើយចឹងអត់មានរឿងកែប្រែសង្ស័យមិនទិ មាន ល ណាអត់ទៀងបានទេម្ចាស់គ្រូ អូ ជឿ ហ្នឹង ជា ចឹងតែជឿច្បាស់គឺអញ្ចឹង កណា
គេអូខណាឲ្យចូលយេស៊ូដែរតែខណាជឿជាក់លើពពុទ្ធអត់ ប ដាច់ខាត ហ្នឹងហើយចឹងថាជាពីខ្លះយើងនិយាយទៅអត់រួចពីមាត់តែជឿលើព្រះអង្គប៉ុន្តែយើងមិនដែលធ្វើអីតាមព្រះអង្គយើងមិនដែលទុកចិត្តលើព្រះអង្គផងមិនដែលស្ដាប់តាមព្រះអង្គចឹងថា ហើយសបោនោះសបោនឹងអ្នកអញ្ចឹងសបោតាវាទៅទាំងមិនដឹងខ្លួនដោយសារមិនសូវបានរៀនសូត្រធម៌ព្រះអង្គពាក្យព្រះអង្គបានច្រើនដែរទៅវាទៅពេលខ្លះទៅទាំងមិនដឹងខ្លួនទៅអ្នកខ្លះក៏ទៅទាំងដឹងខ្លួនអញ្ចឹងទៅអ្នកខ្លះផ្សែផ្សំអញ្ចឹងទៅយើងច្រើនតែអញ្ចឹងឯងខ្មែរយើងច្រើនប្រើពាក្យអបកិច្ចនេះ អបកិច្ចបោកក្អមឲ្យបែកតែក្អមនឹងឲ្យបែកក្បាលមនុស្ស អបកិច្ចបែកតែក្អមនឹងទៅឲ្យរួចគ្រោះរួចចង្រៃបែកតែក្អមនឹងទៅ អបកិច្ចមកពីខ្មែរយើងពាក្យអបកិច្ច ថាចឹងវាថាជឿមានន័យថាទុកចិត្តមិនមានសេចក្តីសង្ស័យក្នុងពុទ្ធឃើញទេញោមអត់សង្ស័យក្នុងពុទ្ធជឿជាក់ថាព្រះអង្គមានពិតមែនព្រះអង្គត្រាស់ដឹងពិតមែនព្រះអង្គរកផ្លូវរួចផុតចាកទុកនឹងឯងឃើញពិតមែនមែនទេញោម កណា ច្បាស់លឺអញ្ចឹងព្រះធម៌ពធនឹងមានមែនពធនឹងស្អីគេពធនឹងគឺជាមាគាបដិបត្តិដើម្បីឲ្យដល់ទីរំលត់ទុកអានឹងហៅថាព្រះធម៌ក្នុងទីនេះណាញោមយល់ទេណាគឺព្រះធម៌គឺជាផ្លូវដែលព្រះសម្មាសម្ពុទ្ធបើកបង្ហាញណាអានឹងហៅពធហ្នឹងណានាំសត្វលោកដឹកនាំសត្វលោកទៅកាន់ទីរំលត់ទុកណាអញ្ចឹងយើងជឿថាមានពធហ្នឹងពិតមែនពធដែលជាផ្លូវនាំសត្វឲ្យរួចផុតចាកទុកហ្នឹងមានពិតមែនមានណាញោមយល់ទេ កណា ផ្លូវបដិបត្តិនាំឲ្យរួចផុតចាកទុកនឹងមានណាច្បាស់អញ្ចឹងណាមានណាហើយផ្លូវនឹងមិនមែនផ្លូវអីដតីទេមិនមែនផ្លូវបន់ស្រន់បួងសួងសុំវកសែនព្រេនស៊ីសំណោកសោកប៉ាន់អីអត់មែនទេគឺជាការប្រតិបត្តិតាមអរិយមគ្គប្រកបដោយអង្គ8ហ្នឹងណាតើនេះហ៎ណាចឹងពធដែលជាផ្លូវនាំទៅកាន់ទីរំលត់ទុកពលគឺអរិយមគ្គប្រកបដោយអង្គ8ហ្នឹងមានពិតមែនណាផ្លូវនឹងមានមែនណាហើយបុគ្គលអ្នកដែលបដិបត្តិតាមផ្លូវនឹងឯងនឹងបានរួចផុតចាកទុកពិតមែនណាយល់ទេញោមចឹងញាតិញោមឆ្ងល់ចុះខ្ញុំកណាបដិបត្តិដែររាល់ថ្ងៃខំដែរសិលសមាធិបញ្ញាទានសិលភាវនាតាមអរិយមគ្គប្រកបដោយអង្គ8ដែរមិនទៅនៅតែរួចផុតចាកទុកមែនទេញោមមានឆ្ងល់អញ្ចឹងអត់ទេបើញោមឆ្ងល់អញ្ចឹងដូចថាញោមដាំដូងចុះញោមស្រោចទឹកផងដាក់ជីផងព្រឹកឡើងទៅមើលចុះដូងមិនក៏មិនផ្លែ ទឹកស្រោចហើយជីដាក់ហើយអីហើយមិនក៏វាមិនផ្លែញោមឆ្ងល់អញ្ចឹងណា មានឆ្ងល់អញ្ចឹងអត់ទេញោមពីល្ងាចខំស្រោចទឹកយកដូងនឹងទៅដាក់ដីស្រោចទឹកដាក់ជីហើយព្រឹកឡើងអត់ឃើញផ្លែវាឆ្ងល់ហើយមិនផ្លែសង្ស័យអាការដាំនឹងខុសទេថាវាមិនខុសទេប៉ុន្តែអីគេវាមិនទាន់ដល់ពេលមែនទេញោមយល់ទេ ណា វាមិនទាន់ដល់ពេលហេតុបច្ច័យវាអត់ទាន់ដល់វាអត់ទាន់គ្រប់ដូចវាអត់ទាន់គ្រប់ខែអញ្ចឹងស្រូវវាមិនទាន់គ្រប់ខែត្រូវនេះគេស្រូវផើមស្រូវដាក់គ្រាប់អីណាហើយយើងទៅបខំវាបាចជីផងស្រោចទឹកផងបាញ់ថ្នាំផងមួយថ្ងៃពីរថ្ងៃនឹងចង់ឲ្យវាចេញមកវាចេញរួចទេញោមអត់រួចទេមែនទេដល់ណាដូចព្រះកុមារកាសបៈលើកស្ដីប្រៀបធៀបហ្នឹងកូននឹងវាអត់ទាន់ដល់ថ្ងៃកើតហើយម៉ែនឹងបខំតែចង់ដឹងថាកូននឹងប្រុសវាស្រីឬប្រុសព្រោះវាអត់មានអេកូដូចសម័យឥឡូវនេះញោមអញ្ចឹងទៅតនកើតបើមិនដឹងអាស្រីប្រុសអញ្ចឹងបខំឲ្យកើតដឹងស្រីប្រុសដល់បខំពេលទៅងាយកើតវះមើលបណ្ដោយទៅហើយដល់វះមកមិនអញ្ចឹងងាប់មិនសម័យនេះណា វះទៅងាប់អាកូនក៏មិនបានឃើញអាម្ដាយក៏ងាប់អានឹងបខំវាអត់ទាន់គ្រប់ដល់ពេលវេលាមែនទេញោមដល់ណា ណា អញ្ចឹងញាតិញោមដូចគ្នារាល់ថ្ងៃថាចុះខ្ញុំកណាប្រព្រឹត្តធម្មធម៌ដែលតើព្រះអង្គមិនក៏មិនឃើញរួចផុតចាកទុកអានឹងដូចញោមថាចាដាំដូងមួយថ្ងៃមិនចេញផ្លែ កូននៅ ទៅ ក្នុង ការពេលវេលា មិនក្រកើតមិនឃើញកើតអញ្ចឹងគេថាតែ
miền Tây Púa đang là cợt cô này cho mình khơi cợt này nó về ngò chẳng về trâu rừng thế ừ. Chẳng miền mền mến chưa nhóm tha vật thua nâng miền mến Ờ. chưa cha cừu Ừ, chưa tha vật sẵn chưa lưu vật sẵn nó cứ nẹ bùa bạc để ba tam thua bỏ ăn hai vật sẵn để bùa bạc để ba tam thua bỏ ăn nâng ánh hai có rôi phọt chạ tục đôi chỉ pre sợi bọt pre mà ha mô có liên pre non pre ca sập bạ pre ấy xem và thế rạp xem đều chỉ nẹ rồi phọt chạ tục tam mìa kia thua rồi bỏ bỏ nắng và sang nắng miên rư mình miên nhóm chưa là bà sang nẹ để bùa bạn ba tam thua bỏ ăn hết rồi phọt chạ tục nắng chưa là bà sang nắng miên mền nè មានលោកម្ចា មាន ស់ មែន đó miên mền ọt sang sai vậy bà sang nẹ để rồi phọt chạ tục tam thua nắng miên mền rồi mến cứ ọt sang sai vậy mà nè chưa tục chặt à ជឿ cứ miên mền và sang lúc này bạn bạn lõ nó miên mền đó nè mền rồi dương rồi ngày đó màu u á dường nào màu u á ô không biết lúc nào lõ đấy giờ khởi những u lúc nó một bật con che lúc nào bật con che giờ dùng màu u không biết lúc nào lõ đây dường dây chân cờ đấy nhở តែលោកម្ តា ចា ំ ស់ à thế và sang đây chia bè ra vô một cô chia bè ra hòn miên nè lúc này để bắt rồi phật chạ tục miên nè còn đây lúc để khôi chứ có miên đây nhớ lấy nhở lúc để khôi những bộ cô để khôi những miên đây còn thế nè để bắt là o trầm trâu hay rồi phật chạ tục nó miên nhá chẳng dừng còn màu không miền na là o đấy không miền sang na là o đấy lục na đôi từ lục na lục na đôi từ lục na rồi lục khăn với hú dây na có đôi từ dây na đấy lục chẳng thế ờ ta dân mơ mà họ lốt mà on pi ón dân tàu màu chẳng lốt kháng lốt thao ấy nhớ và nó người ở tề được chưa nè khăn lốt này không biết mình đưa nào là o không biết là na là o đó này khác trôi một đầu từ hó của cọ đấy không biết là na là o đây ô như chẳng ăn bà này mấy đấy nhở កណា vậy chẳng thua nữa nè ចា ô không biết là na là o đây khăn lốt này mình đưa oi tàu mình đưa không biết là na là o ô vậy chẳng thua nè và bà ra vô một cố có mình đưa để tới mày này កណា ព្រះសម្មាសម្ពុទ្ធនោះមនុស្សដែរតាហើយយើងនិយាយ ក ចឹង ណា អត់បានទេហើយដល់អឺតែគេក្មេងៗបែកបាក់សង្ស័យអូគ្មានប្រុសអត់ទៅជាតិជាប្រុសគ្មានអាណាល្អទេនិយាយចឹងចប់ហើយពុទ្ធក៏ប្រុសព្រះរហន្តក៏ប្រុសលោកក៏ប្រុសមែនទេញោមខូ ក ច ណា ចិត្តរឿងប្រុសមួយថាប្រុសទាំងអស់មិនត្រូវអញ្ចឹងចឹងណាអ្នកណាខូចវាខូចអ្នកហ្នឹងឯងអ្នកណាល្អល្អអ្នកល្អក៏មានដែរ ចឹងប្រសង់អ្នកដែលបដិបត្តិត្រឹមត្រូវបដិបត្តិតាមធម៌រួចផុតចាកទុកនឹងញាតិញោមជឿថាមានឬក៏មិនមាន មានលោកម្ចាស់ អ មានចាស់គ្រូអ្នកបដិបត្តិ ចឹងអ រួ ត់ ច សង្ស័យទេមែនទេញោមណាគឺជឿ អត់ទេ ជាក់ក្នុងចិត្តថាមានតែម្ដងបងហ្នឹងហើយកម្មជឿលើកម្មហ៎ញោម ជឿចាស់គ្រូ ណាឯងធ្វើកម្មល្អក៏មិនបាត់តណាធ្វើកម្មអាក្រក់ក៏មិនបាត់តណាកម្មខ្មៅកម្មសនោះអត់បាត់តណាទេកម្មហ្នឹងវាសំទុកយល់ទេញោមសំទុក កណា ឧទាហរណ៍ញោមខឹងប្តីប្តីដើរលេងបាត់មួយយប់ຕົកសាន់អីទេបាត់មួយយប់ក្រោយទៀតຕົកប្តីនឹងស្មានតែប្រពន្ធភ្លេចហើយដល់ពេលថ្ងៃណាខុសថែមទៀតរំលឹកមកវិញទាំងអស់ហ្នឹងអាទីថ្ងៃទី1អត់ស្រាវមកទាំងអស់អត់មានភ្លេចមួយទេប្តីនឹងស្មានតែប្រពន្ធភ្លេចហើយអាមួយខុសម្ដងអត់និយាយទេម្ដងពីរដងអត់និយាយស្មានតែភ្លេចមានភ្លេចណា មកវិញទាំងអស់ចឹងកម្មដូចគ្នាដែរធ្វើកម្មល្អអានេះស្មើលោកឧទាហរណ៍លេងតែកម្មអាក្រក់កម្មល្អហ្នឹងបុគ្គលណាសន្សំទុកហ្នឹងអត់បាត់តណាទេជឿអញ្ចឹងហ៎ញោម កណាជឿអញ្ចឹង គឺពិតប្រកបនឹងតែម្ដងអត់មានបាត់តណាទេបុគ្គលសាងកម្មណាគឺនឹងឲ្យផលនឹងមានផលដែរទទួលផលកម្មនឹងអត់មានបាត់តណាទេរឿងកម្មហ្នឹងអាចជឿលើកម្មមួយទៀតជឿលើផលរបស់កម្មជឿថាបើយើងធ្វើកម្មល្អផលរបស់វាក៏ល្អ អ ណាកម្មនឹងអញជាកុសលផលជាសុខមែនទេញោម សោះ ណាកម្មសឲ្យផលសកម្មខ្មៅឲ្យផលខ្មៅ ខ្មៅ កម្មអាក្រក់ឲ្យផលជាទុក្ខហ្នឹងអញ្ចឹងជឿលើផលរបស់កម្មថាមានមែនណាមិនមែនធ្វើឲ្យបាត់តណាទេគឺមានហ្នឹង
đò rạp na cầm nâu miến phò nâng có nấu nâu នៅ miến មាន cầm lõ có oi phò lõ tớ cầm à krọ có oi phò là krọ tớ nâu miến chẳng có nó chưa lừa cầm chưa lừa phò bỏ cầm rồi ngay dương rồi nâu miến được mà đó mà nè កណា sang cắm tôi phò bỏ cắm sang cắm tôi phò bỏ cắm cho ta cầm mà vọt đạo vị bạ có vọt đạo mà nè nhở កណា វល់ទៅប៉ុណ្ណឹងយើងរងថ្ងៃវល់ឧទាហរណ៍សម័យនេះញាតិញោមយើងកំពុងសោយកម្មចាស់ហ្នឹងវិបាកហើយយើងក៏ធ្វើកម្មថ្មីដែរកំពុងគណៈពេលដែលកំពុងសោយកម្មចាស់កម្មថ្មីក៏យើងធ្វើដែរអញ្ចឹងបើកម្មថ្មីយើងធ្វើហើយតើណាដែលយើងមិនទទួលកម្មមិនទទួលផលនឹងតទៀតមែនទេហ៎ កណា ចឹងត្រូវទៅទទួលផលតទៀតណាទាល់តែកម្មនឹងអញវាអស់អានឹងបានវាលែងមានផលតែកម្មអស់ហើយផលក៏អស់ណាដូចជាព្រះអរហន្តអីលោកមានកម្មទៀតទេព្រះអរហន្ត អត់ទេទេ លោក អត់មានទេទេ ណាសន្សំកម្មកុសលអកុសលអីទៀតទេព្រះអរហន្តអីហ្នឹង អត់ អត់ទេ អត់ទេព្រោះហេតុនោះឯងបានព្រះអរហន្តលោកមិនត្រូវការមិនមានផលអីនឹងត្រូវទទួលតទៅទៀតណាញាតិញោមណាមិនមានវិបាកដែលត្រូវទទួលតទៅទៀតហ្នឹងវាចប់ត្រឹមហ្នឹងឯងហើយយើងហៅថាព្រះអរហន្តហ្នឹងបញ្ញត្តិទៅលើបុគ្គលប៉ុន្តែតាមពិតព្រះអរហន្តហ្នឹងក៏គ្មានដែរតែបញ្ញត្តិទៅលើបុគ្គលដែលបានដល់នៅអរហត្តមគ្គអរហត្តផលហ្នឹងយើងហៅថាព្រះអរហន្តហ្នឹងដល់នេះ កណា ចឹងជឿជាក់លើកម្មផលហៅថាច្បាប់កម្មផលពុទ្ធសាសនាហ្នឹងគឺកម្មផលបុគ្គលណាថាកាន់ពុទ្ធសាសនាតែមិនជឿលើកម្មផលមិនមែនពុទ្ធសាសនាទេនៅពុទ្ធសាសនាហ្នឹងគឺកម្មហើយនឹងផលនឹងឯងមែនញោម កណា គេហៅថាសាសនាកម្មផលអ្នកណាធ្វើអំពើអ្នកនោះទទួលផលអ្នកណាធ្វើអំពើបែបណាទទួលផលបែបនោះអញ្ចឹងណាបាទអត់មាននរណាទទួលជំនួសទេអត់មាននរណាមកលៀងជំនួសទេអត់មានធ្វើវិធីអីឲ្យរួចផុតចាកកម្មនឹងអត់មានទេមែនទេញោម កណា យើងមើលអ្នកដែលតរោគ្រូរំដោះគ្រោះហើយនឹងអ្នករំដោះគ្រោះឲ្យគេឥឡូវយើងពិចារណាថានៅនឹងបកែគ្រូនឹងបកែដោះគ្រោះធ្វើបជាកម្មបជាអីឲ្យគេនិយាយពីបុគ្គលបកែនៅក្នុងโลกនេះគ្មានអាណាបកែជាងពុទ្ធទេមែនទេញោម កណា ក្នុងមនុស្សលោកទេវលោកព្រហ្មលោកគ្មានបុគ្គលណាបកែជាងព្រះសម្មាសម្ពុទ្ធទេរោបុគ្គលបកែអស់ហើយបើយើងសម័យនេះយើងថាកម្មបើនិយាយពីរឿងនាងសម្មាវតីមានកម្មមានគ្រោះបើយើងនិយាយពីរឿងគ្រោះឥឡូវមានគ្រោះត្រូវស្លាប់ហើយថាគ្រោះក្បត់ក្បាលទៀតមែនអត់នាងសម្មាវតីដែលត្រូវគេដុតស្លាប់នៅលើប្រាសាទព្រមទាំងបរិវារណា កណា បើយើងនិយាយរាល់ថ្ងៃមនុស្សយើងនិយាយអូគាត់នឹងមានគ្រោះគ្រោះក្បត់ក្បាលទៀតត្រូវស្លាប់ត្រូវអីបើយើងរាល់ថ្ងៃត្រូវគ្រូបាត់ហើយមែនទេទាយអូខ្ញុំឯងមានគ្រោះហើយត្រូវគ្រូដោះគ្រោះហើយគ្រូមានណាខ្លាំងប្រកែកជាងពុទ្ធនេះចាំព្រះអង្គមិនធ្វើពិធីដើម្បីនឹងដោះគ្រោះឲ្យនាងសាមាវតីនឹងកុំឲ្យគេសម្លាប់ទៅព្រះអង្គហៅថាកូនព្រះអង្គបុតណាជាព្រះសោតាបាននឹងជាបុតព្រះអង្គកូនព្រះអង្គណាហើយចុះព្រះអង្គមិនធ្វើពិធីដោះគ្រោះបជាគ្រោះនឹងឲ្យកូនព្រះអង្គបានយល់ទេញោមដាប់តន់ណាតន់អត់ចុះអ្នកគ្រូរាល់ថ្ងៃដែលបកែថាគ្រូអាចដោះគ្រោះឲ្យគេបានន័យថាម៉េចកែគ្រោះឲ្យគេដោះអំពើដោះគ្រោះដោះអាស្អីនឹងបជាគ្រោះកម្មឲ្យគេបានហ្នឹងគ្រូនឹងតង់តាំងខ្លួនតែម៉េចបកែជាងពុទ្ធទៀតទេពុទ្ធតែដោះគ្រោះឲ្យគេបានមួយផងមែនទេពុទ្ធតែដោះគ្រោះណាហើយដោយរឿងពញាតព្រះអង្គត្រូវវិឌូដភៈនឹងលើកតបទៅសម្លាប់អីហ្នឹងព្រះអង្គមានទៅដោះគ្រោះរួចឲ្យពញាតព្រះអង្គរួចណាមែនអត់ញោមក ណាលោកម្ចាស់ ចឹងអ្នកដែលជាគ្រូដោះឲ្យគេហ្នឹងក៏មិនច្បាស់លាស់ខ្លួនឯងដែរអ្នកដែលទៅឲ្យគេដោះហ្នឹងក៏មិនច្បាស់លាស់ដែរយល់ទេញោមណាដល់គេថាទៅจะភ័យទៅจะអាគមសមអាយុទៅផ្សែផ្សំទៅដោយសារវាមិនច្បាស់រឿងកម្មផលនឹងឯងយល់ទេញោម ណា ចឹងបាទបានទៅនិយាយថាចោះរឿងផ្សេងមិនក៏និយាយធัวមកកណោមកនិយាយតែរឿងគេហ្នឹង
តានឹងសេចក្តីថាសត្វមានកម្មជារបស់ខ្លួនជាដើមឃើញណាចឹងដែលជឿសទ្ធាជឿនឹងជឿថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនហើយបើយើងធ្វើអំពើអាក្រក់ត្រូវទទួលកម្មអាក្រក់ហើយទៅឲ្យណាទទួលជំនួសយើងកើតមែនទេញោម កណា ហើយបើយើងធ្វើកម្មល្អក៏គ្មានណាមកទទួលជំនួសយើងគឺយើងនឹងមានកម្មជារបស់ខ្លួនប្រព្រឹត្តទៅតាមកម្មយើងកើតមកដោយសារបុណ្យរបស់យើងយើងកើតមកជាមនុស្សដោយសារបុណ្យរបស់យើងសត្វផ្សេងផ្សេងកើតជាសត្វក្នុងអបាយភូមិដោយសារបាបរបស់គេហើយយើងបានសេចក្តីសុខដោយសារបុណ្យរបស់យើងអ្នកផ្សេងបានសេចក្តីទុក្ខដោយសារបាបរបស់គេមែនមែនញោមក ណា តោះណាចឹងអត់មាននរណាធ្វើកម្មឲ្យនរណាបានទេអត់មានទេបុគ្គលណាអ្នកសាងបុគ្គលនឹងអ្នកតទទួលខ្ញុំខ្លាចអីរឿងទទួលផលកម្មមិនខ្លាចទេដូចខ្ញុំជពាក់លុយគេត្រូវសងគេនឹងឯងមែនទេខ្ញុំ កណា ខ្ញុំទៅត្រូវគ្រូណាដើម្បីបញ្ជាថាអូខ្ញុំជពាក់គេកុំឲ្យខ្ញុំសងកុំឲ្យគេទាត្រូវគ្រូណាមានតែគ្រូដាក់អំពើម្ចាស់អំណុលឲ្យស្លាប់បាត់ឈប់ទាអត់ទេមែនទេអត់ធ្វើអញ្ចឹងកើតទេមែនទេ ណា យើងដឹងខ្លួនយើងតែពេលយើងទៅខ្ចីគេយើងដឹងតែកតាបកិច្ចគឺយើងត្រូវសងហ្នឹងឯងយើងដឹងខ្លួនយើងច្បាស់អញ្ចឹងអត់មានសង្ស័យតែអេអញខ្ចីសិនណាខ្លាចណាគេមកសងជំនួសអញខ្លាចអញគេផុតឈប់សងយើងអត់ដែលគិតអញ្ចឹងទេតែខ្ចីគេក្នុងខួរក្បាលគិតថាសងគេហ្នឹងឯងអញ្ចឹងបើកម្មទាំងឡាយយើងធ្វើហើយយើងឲ្យណាទទួលជំនួសយើងមែនទេញោមក ណា ឧទាហរណ៍តែយើងធ្លាប់សម្លាប់គេសម្លាប់សត្វសម្លាប់អីសម្លាប់គេហើយបើកម្មនឹងវាត្រូវឲ្យផលឲ្យយើងត្រូវស្លាប់វិញយើងទៅខ្លាចអី បើយើងពិចារណាឲ្យមែនទេមានខ្លាចអីបើកម្មវាត្រូវឲ្យផលវាឲ្យទៅយល់ទេញោម កណា តែមិនមែនបដ ாய் អូគេសម្លាប់អញ្ចឹងមិនបាច់កិច្ចមិនបាច់រត់ទេឈួរគេសម្លាប់ហ្មងទៅមិននិយាយចឹងទេ បានន័យថាបើវាហេតុវាត្រូវស្លាប់ឧទាហរណ៍យើងធ្លាប់សម្លាប់គេយើងត្រូវស្លាប់វិញអាហ្នឹងក៏យើងមិនបាច់កិច្ចទៅឲ្យទៅតាមកម្មហ្នឹងទៅហើយយើងសាងកម្មថ្មីអីផ្សេងទៀតទៅយល់ទេញោមដូចគ្រូបណ្ដាំគ្រូសំមន្ទឿនលោកថាអត់ឲ្យរោធាតឃាតករោអីទេកម្មរបស់អាត្មាលោកនិយាយច្បាស់ឡោះកម្មរបស់អាត្មាមានកម្មអីសងអត់ឲ្យរោឃាតករោអីប្តឹងផ្ដាល់អីលោកមិនឲ្យលោកដឹងយល់ពីកម្មផលបើលោកត្រូវសគត់ត្រូវស្លាប់ដោយសាររឿងអីជារឿងកម្មរបស់ខ្លួនលោកហ្នឹងលោកពិចារណាកម្មផលរបស់លោកចឹងយល់ទេញោម ណា តាអាហ្នឹងអញ្ចឹងជឿជាក់អញ្ចឹងទុកចិត្តថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនណាពពុទ្ធមានមែនពធัวមានមែនប្រសង់អ្នកដែលបដិបត្តិហើយរួចផុតចាកទុកនឹងមានមែនកម្មមានផលរបស់កម្មមានសត្វទាំងឡាយមានកម្មជារបស់ខ្លួនរៀងខ្លួនអាហ្នឹងទៅឈ្មោះថាជាសទ្ធាយល់ទេញោម ក ជា ណា ការជឿតែបើជឿរៈជឿខ្មោចអ្នកតាជឿរឿងស្តែនព្រេនបន់ស្រន់បួងសួងអីក្រុងបូលីក្រុងអីហ្នឹងវាគ្មានជាសទ្ធាទេអាហ្នឹងអត់មានជាសទ្ធាទេតែញាតិញោមណាធ្វើអីក្រុងបូលីទៅខ្លាចនេះនោះអីចិត្តតែមានពពាកចិត្តតែអត់តែបំភ័យគ្នាណាបើមិនធ្វើទៅតែចេះចោះហើយដល់វាមានហេតុមកអញឃើញអញថាទៀតណាជន់នេះទៀតអញ្ចឹងគេខ្លាចអាហ្នឹងចាធ្វើទៅតាមួយទៀតថាសັບថាសទ្ធាជួនកាលលោកប្រើពាក្យថាសទ្ធាធិមកខៈប្រើថាសម្រេចចិត្តសុបដោយការជឿអធិមកខៈនេះវាប្រកបជាមួយសទ្ធាណាញោមយល់ទេអញ្ចឹងជាការជឿដល់សុបណាសុបដល់អ្នកដែលមិនយល់គេថាយើងអូគាត់នឹងងប់ងល់កាន់សាសនាអីក៏ដោយកុំឲ្យងប់ងល់មែនញោមតោះនេះ កណា អាត្មាបើងប់ងល់ក្នុងរឿងត្រូវក្នុងរឿងពិតងប់ងល់
មកសុខចិត្តងប់ងល់ចុះ ណាថាអូគាត់នឹងងប់ងល់នឹងពធងប់ងល់នឹងពុទ្ធសាសនាណាណាថាអញ្ចឹងក៏ថាទៅមែនទេញោម cái này អត់ទៅងប់ងល់ក្នុងរឿងត្រូវនេះខ្លាចអីនឹងងប់ងល់វាខ្លាចទៅងប់ងល់នឹងរឿងអាក្រក់ទៅហើយសត្វថាសទ្ធានេះឯងមានវចនថាសត្យហតៃទេសត្វធាប្រធម្មជាតិដែលជឿជាក់ណាជឿជាក់ក្នុងទីនេះជឿជាក់តែក្នុងរឿងល្អល្អមានអីមានជឿជាក់ក្នុងពុទ្ធក្នុងពធប្រសង្ឃកម្មផលរបស់កម្មហើយហ្នឹងជឿជាក់ថាសត្វទាំងឡាយមានកម្មជារបស់ខ្លួន របស់ខ្លួន អានេះរួចហើយមុនតាអញ្ចឹងលឹងពយល់ពីថារក្សាកិច្ចទួនាទីរបស់សទ្ធានឹងមានអីខ្លះទួនាទីរបស់សទ្ធាតោះនេះញោម nhẹ nhẹ ទួនាទីរបស់សទ្ធាកិច្ចរបស់សទ្ធានឹងអីគេភាសាតនៈមានការភ្លឺធ្វើឲ្យភ្លឺថ្លាជាកិច្ចណាសទ្ធាហ្នឹងណាកើតរួមជាមួយចិត្តណាធ្វើឲ្យចិត្តនឹងឯងភ្លឺថ្លាព្រោះអត់មានកង្វល់អត់មានកកល្អក់អត់មានសៅមងទេសទ្ធាប្រកបបានតែក្នុងសោភណៈចិត្តជាចិត្តដែលល្អមែនញោម cái này សទ្ធាប្រកបក្នុងចិត្តបានប៉ុន្មានដួងដឹងអត់ញោមដឹងអត់ 9 91ទៀត បើ59ឬក៏90 11 ជាសោភណៈចិត្តទាំងអស់មែនទេ សពណៈចិត្ត សទ្ធាហ្នឹងគឺជាសោភណៈសាធារណៈចេតសិកមែនទេណាជាចេតសោភណៈចេតសិកដែលប្រកបគ្រប់សោភណៈចិត្តទាំងអស់អញ្ចឹងសោភណៈចិត្តទាំងអស់ហ្នឹងបើរាប់ដោយសង្ខេបមាន59ដោយពិស្ដា90 91 មួយអញ្ចឹងសទ្ធាប្រកបក្នុងចិត្តបានប៉ុណ្ណឹងដែរមែនទេញោម cái này ណាហើយសោភណៈចិត្តហ្នឹងសុទ្ធតែជាចិត្តល្អទាំងអស់ជាចិត្តដែលភ្លឺថ្លាទាំងអស់អត់មានចិត្តណាមួយមិនល្អមិនភ្លឺថ្លាមិនជ្រះថ្លាទេក្នុងសោភណៈចិត្តទាំងអស់ព្រមសុទ្ធតែមានសទ្ធាប្រកបជាមួយថាប្រៀបដូចជាទឹកណាដែលកំពុងល្អក់កាលណាដាក់នៅកែវមณีរបស់ព្រះអិនក្នុងទឹកនោះធ្វើឲ្យទឹកនោះថ្លាក៏ដូចគ្នាដែរកាលណាចិត្តប្រកបដោយសទ្ធាក៏ធ្វើឲ្យកិលេសនិវរណៈធัวទាំងឡាយនោះឯងបាត់ទៅចិត្តនោះឯងក៏ឡើងថ្លាតើនេះណាទឹកកំពុងតែកកល្អអីហ្នឹងដាក់តែកែវមณีរបស់ព្រះអិនណាយើងអត់មានទេមែនទេយើងមានមួយស្រួលណាប៉ុន្តែមនុស្សយើងតែមានអីវាអួតនឹងហ្នឹងអួតចុះអួតឡើងកើតអាងតែមានអីអាងហ្នឹងអត់ហ្នឹងក៏ល្អមួយយ៉ាងដែរកុំឲ្យមាននាំអាងអញ្ចឹងដូចកែវមณีរបស់ព្រះអិនបើទឹកណាកកល្អក់ក៏ណាដាក់ទៅជលក់ទៅថ្លាណាអញ្ចឹងចិត្តដូចគ្នាដែរដែលមាននិវរណៈធัวណាជាចិត្តដែលមិនល្អណាចិត្តសៅមងមាននិវរណៈធัวណាមានអីគេខ្លះកាមឆន្ទៈអីទៀតមានអីទៀតមានថៃនិមិត្តៈឧទ្ធេចៈកកចៈអីណាអានឹងជាចិត្តដែលមិនល្អកកល្អក់តែកាលណាសទ្ធាចូលទៅអាចិត្តដែលប្រកបដោយនិវរណៈធัวហ្នឹងបាត់ទៅហើយអញ្ចឹងវាមានតែចិត្តដែលថ្លាស្អាតទេប្រកបជាមួយចឹងនេះធម្មតាពេលដែលយើងយកទៅប្រើប្រាស់បានយើងយកទឹកល្អទៅប្រើឬក៏យកទឹកកកល្អក់នឹងទៅប្រើ Yêu ទឹក tất ល្អ là ទឹកល្អបានប្រើការបានមែនទេបានប្រើប្រាស់បានហូបចុកលាងរបស់របរអីធ្វើអីបានមិនមានយកទឹកកកល្អក់ភក់លាយភក់ទលាអីទៅប្រើទេណាជាយ៉ាងណាចិត្តដែលយើងគប្បីចម្រើនឲ្យបានច្រើនឬក៏យើងថាគប្បីចម្រើនហ្នឹងគឺកុសលចិត្តហ្នឹងឯងគឺចិត្តដែលល្អហ្នឹងឯងណាបាទចិត្តដែលល្អហ្នឹងឯងជាចិត្តដែលភ្លឺថ្លាប្រកបដោយសទ្ធាតែកាលណាមានសទ្ធាហើយមានអីទៀតមានសតិមានសតិហើយមានអីទៀត Mình មាន banya ហិរិមែនទេ
ហេរេអតបៈមកជុំគ្នាទាំងអស់មានន័យទៀតមានតត្រមច្ឆតតាមានន័យទៀតកាយបស្សទ្ធិចិត្តបស្សទ្ធិកាយលហុតាចិត្តលហុតាកាយមុទុតាចិត្តមុទុតាកាយកម្មញ្ញតាចិត្តកម្មញ្ញតាកាយបាកញ្ញតាចិត្តបាកញ្ញតាឃើញទេអាទាំងអស់នឹងមកជុំគ្នាទាំងអស់មែនទេញោម19នោះបងអឺសោបនៈសាធារណៈ19ហ្នឹងមកទាំងអស់បងជុំគ្នាទាំងអស់ហ្នឹងហើយសុទ្ធតែសភាវៈល្អល្អជុំគ្នាទាំងអស់អញ្ចឹងរឿងអីដែលចិត្តហ្នឹងមិនជាចិត្តល្អជាសោបនៈចិត្តបើគ្រឿងផ្សំរបស់ចិត្តហ្នឹងសុទ្ធតែល្អទាំងអស់មែនទេញោមព្រោះណាសទ្ធាមួយភ្លឺថ្លាបាត់ហើយថែមសតិទៀតនោះហេរេទៀតនោះអតបៈទៀតនោះសុទ្ធតែសភាវៈល្អអញ្ចឹងរឿងអីដែលចិត្តហ្នឹងមិនល្អស្អាតជាចិត្តដែលព្រះអង្គគប្បីចម្រើនរឿយណាចម្រើនរឿយនៅក្នុងសតិប្បដ្ឋានក្តីក្នុងសមថៈក្នុងវិបស្សនាក្តីនឹងចម្រើនរឿយហ្នឹងគឺចម្រើនកុសលចម្រើនកុសលចិត្តហ្នឹងឯងបាទដើម្បីអីដើម្បីកំចាត់នៅអកុសលចិត្តបាទតែកាលណាកុសលកើតឡើងតួនាទីរបស់កុសលគឺចូលទៅលះនៅអកុកុសលហ្នឹងឯងបាទចឹងពាក្យថាចម្រើនកុសលហ្នឹងគឺវាបានទាំងពីរគឺចម្រើនកុសលហើយនឹងលះនៅអកុសលវាមកជាមួយគ្នាស្រេចមែនទេញោមណាមកព្រមគ្នាស្រេចអញ្ចឹងឯងមិនលោកបញ្យល់ទៅទៀតថាពាក្យថាថ្លាស្អីទៅថ្លាមិននោះឯងភាសាបាលីលោកហៅថាភាសាតៈឬក៏យើងហៅភាសាតោណាភាសាតោភាសាតៈរួមលក្ខណៈនឹងរស់លក្ខណៈហ្នឹងគឺអីគេគឺសត្យហណៈលក្ខណៈដល់រស់នឹងអីគេរស់នឹងគឺភាសាតនៈរៈសាអញ្ចឹងរួមមកពីរនឹងចូលគ្នាមកខ្មែរយើងហៅថាសភាវៈនោះថាសទ្ធាជ្រះថ្លាឃើញណាសទ្ធាហ្នឹងគឺជាអីគឺជាលក្ខណៈជ្រះថ្លាហ្នឹងគឺជារស់មែនទេញោមជាកិច្ចមែនអត់បាទហើយចុះសទ្ធានិងជ្រះថ្លានឹងផ្សេងគ្នាទេថាអត់ទេតែមួយគឺសទ្ធាចេតសិកតែមួយហ្នឹងមែនទេញោមក៏យើងហៅលក្ខណៈហើយនឹងរស់ហ្នឹងចូលគ្នាលក្ខណៈផងរស់ផងសទ្ធាជ្រះថ្លាសទ្ធាយើងហៅទៅលើលក្ខណៈជ្រះថ្លាយើងហៅទៅលើកិច្ចអញ្ចឹងយើងខ្មែរយើងហៅប្រើចូលសទ្ធាជ្រះថ្លាដូច្នេះពាក្យថាសទ្ធាក្នុងប្រជុំពាក្យថាសទ្ធាជ្រះថ្លាដែលខ្មែរយើងប្រើនោះគឺតំណាងដោយលក្ខណៈចំណែកអីពាក្យថាជ្រះថ្លាសទ្ធាខ្មែរប្រើនោះគឺតំណាងរស់ទៅរក្សាអានេះទៅលុបអានេះផ្សេងចំមកមើលម្ដងទៀតឆាប់ថ្មីសិនច្រឡំណាតំណាងដោយលក្ខណៈអញ្ចឹងសទ្ធាជ្រះថ្លាដែលខ្មែរយើងប្រើនោះគឺតំណាងដោយលក្ខណៈចំណែកឯពាក្យថាជ្រះថ្លានោះគឺតំណាងដោយរក្សាអានេះត្រូវលុបជ្រះថ្លាសិនដាក់តែសទ្ធាមួយមែនណាចឹងថាក្នុងប្រជុំពាក្យថាសទ្ធាដែលខ្មែរយើងប្រើនោះគឺតំណាងដោយលក្ខណៈចំណែកឯពាក្យថាជ្រះថ្លានោះតំណាងដោយរក្សាតើនេះហ៎តើចាក់គូអញ្ចឹងដល់យើងប្រើពាក្យពីរចូលគ្នាមកគឺសទ្ធាជ្រះថ្លាអញ្ចឹងហៅទាំងលក្ខណៈផងហៅទាំងកិច្ចរក្សាផងតែសូតែពាក្យនឹងប្រែពីបល័យផ្សេងគ្នាឬផ្សេងគ្នាណាសទ្ធាយើងប្រែពីសទ្ធានឹងឯងមិនប្រែយកពាក្យនឹងមកប្រើតែម្ដងជ្រះថ្លាប្រែពីភាសាតៈប៉ុន្តែធัวតែមួយទេគឺសទ្ធាចេតសិកតែមួយទេណាទៀតបច្ចុប្បដ្ឋានហើយនឹងបតិដ្ឋានអកាលុសិបាត់ស្អេមួយយុបដ្ឋានា
បឋានាមានអាការៈប្រកបឡើងដោយបញ្ញារបស់យោគីវចរដោយភាពជាធัวមិនមានភាពល្អសទ្ធិយវត្ថុបទដ្ឋានាមានវត្ថុដែលគួរជឿជាហេតុចិត្តយ៉ាងមើលចឹងថាម៉េចសទ្ធិយវត្ថុទាំងឡាយគឺព្រះរតនត្រ័យសរុបចូលគ្នានេះព្រះរតនត្រ័យនឹងស្អីខ្លះ ពុទ្ធប្រកប ពុទ្ធពធប្រសង្ឃនេះស្របទៅលើមិញណានេះនេះនេះព្រះពុទ្ធពធប្រសង្ឃចឹងលោកណាចឹងឡើយហ្នឹងក្រោយហ្នឹងលោកសរុបយកតែប្រតអឺប្ររតនត្រ័យឬក៏ត្រៃរតនៈហ្នឹងឯងប្ររតនត្រ័យគឺពុទ្ធពធប្រសង្ឃហ្នឹងកម្មផលរបស់កម្មលោកនេះនិងបរៈលោកជឿថាលោកនេះមានបរលោកក៏មានណាតែបើតាមពាក្យខាងលើនេះការជឿលើគុណបរតនត្រ័យគឺជឿលើគុណពុទ្ធគុណពធប្រសង្ឃណាបាទការជឿលើកម្មថាមានសត្តិគឺកម្លាំងអាចប្រព្រឹត្តទៅក្នុងសន្តានរបស់សត្វគេនេះកម្មនឹងវាមានកាលណាយើងធ្វើកម្មវាសន្សំអាកម្លាំងនឹងຕົកឃើញទេញោមសត្តិណាសំຕົកព្រោះយើងធ្វើបាបយើងកើតវាមិនទាន់ឲ្យផលភ្លាមណាមែនទេពេលយើងធ្វើបាបហ្នឹងជាកម្មអញ្ចឹងវាសន្សំអាកម្លាំងនឹងទុកហើយប៉ុន្តែអាកម្លាំងហ្នឹងវានឹងឲ្យផលនៅពេលណាដែលសមស្របមែនញោមវាសន្សំសត្វតិនេះវាសន្សំទុកយើងធ្វើបន់ឬយើងធ្វើបន់ក៏វាមិនទាន់ឃើញវាមិនទាន់ឲ្យផលភ្លាមណាបន់យើងធ្វើហើយប៉ុន្តែវាមិនទាន់ឲ្យផលភ្លាមតែវាអត់មានថាមិនមានអីសល់ទេគឺវាសន្សំអាសត្វតិនឹងឯងទុកកម្លាំងនឹងទុកពេលណាដែលវាមានហេតុបច្ច័យសមស្របហេតុបច្ច័យគ្រប់គ្រាន់វាឲ្យផលពេលហ្នឹងយល់ថាការជឿលើកម្មថាមានសតិគឺកម្លាំងអាចប្រព្រឹត្តទៅក្នុងសន្តានរបស់សត្វទាំងឡាយអញ្ចឹងមិនអ្វីដែលយើងសំទុកល្អក្តីអាក្រក់ក្តីវាអត់បាត់តណាទេវាសំអាសតិនឹងឯងទុកក្នុងសន្តានរបស់យើងនឹងឯងយល់ទេញោមនឹងជឿថាផលអាក្រក់និងផលល្អរបស់កម្មនោះណាផលអាក្រក់ផលល្អរបស់កម្មនោះហើយបើសិនបើយើងសម្គាល់ថាមានអតីតជាតិគឺត្រូវតែជឿថាមានបច្ចុប្បន្នជាតិពិតបើយើងថាយើងជាតិមុនមានអាបច្ចុប្បន្ននេះក៏ត្រូវតែវាមានមែនទេអូតូម៉ាទិកហ្នឹងមែនទេបើសិនបើជឿថាបច្ចុប្បន្នជាតិមានក៏ត្រូវជឿថាអនាគតក៏មានយ៉ាងពិតប្រាកដចឹងបើអតីតមានបច្ចុប្បន្នវាមានហើយយើងថាมันមានមិនកើតហើយបើបច្ចុប្បន្នមានហើយអនាគតក៏មានដែរហ្នឹងឯងណាគឺជឿអញ្ចឹងបើណាបច្ចុប្បន្នមានខន្ធធាតុអាយតនៈអតីតក៏មានអញ្ចឹងទៅអនាគតទៀតក៏មានអាហ្នឹងជឿថាជឿអីគេលោកប្រើពាក្យថាជឿអីខាងលើនេះជឿថាលោកនេះនឹងបរលោកបាទជឿថាមានមែនមានការកើតបន្តគ្នានឹងមានមែនសម្ដីខាងលើនឹងឯងជាសទ្ធាពិតឃើញទេការជឿអញ្ចឹងជាចាត់ចុះជាសទ្ធាពិតជាការជឿពិតប្រកបជាសទ្ធាដែលត្រឹមត្រូវជឿអីជឿលើពពុទ្ធដូចយើងរៀបរាប់ពីខាងលើមកហ្នឹងជឿលើពធជឿលើប្រសង្ឃជឿលើកម្មថាកម្មទាំងឡាយដែលសត្វលោកធ្វើឲ្យអត់បាត់តណាទេវាសន្សំកម្លាំងនឹងឯងទុកក្នុងសន្តានជឿថាផលល្អផលអាក្រក់របស់កម្មដែលយើងបានដែលសត្វលោកបានសន្សំឲ្យនោះឯងវាមានពិតមែនជឿថាអតីតនឹងក៏មានបច្ចុប្បន្ននឹងមានអនាគតនឹងឯងក៏មានបច្ចុប្បន្នមានបរលោកក៏មានតោះនេះចឹងការជឿលើរឿងទាំងអស់នឹងឯងឈ្មោះថាជាសទ្ធាជាការជឿពិតនឹងជាសទ្ធាចេតសិកពិតនឹងឯងតែបើការជឿដូចយើងរៀបរាប់មកជឿលើរបស់ដែលមិនគួរជឿអានឹងមិនហៅថាសទ្ធាទេតែខ្មែរយើងប្រើពាក្យថាជឿដែរមែនទេញោមយល់ទេ
វាច្រឡំគ្នាត្រង់ខ្មែរយើងប្រើពាក្យថាជឿដែរអាជឿលើរឿងដែលមិនត្រឹមត្រូវខ្មែរយើងក៏ប្រើថាជឿហើយដល់ជឿលើរឿងត្រឹមត្រូវក៏ខ្មែរយើងប្រើពាក្យថាជឿដែរប៉ុន្តែបើបល័យខុសគ្នាអាការជឿដែលត្រឹមត្រូវនេះទៅប្រើពាក្យថាសទ្ធាដល់អាការជឿលើរឿងដែលមិនត្រឹមត្រូវនោះបល័យអត់ប្រើពាក្យសទ្ធាទេប្រើពាក្យអធិមកខៈឬក៏មច្ឆាធិមកខៈការចុះស៊ប់ក្នុងរឿងដែលខុសអាណាមច្ឆាធិមកខៈឬក៏ជាយើងហៅដោយខ្លីថាអធិមកខៈតែដល់ប្រែមកខ្មែរយើងមកវាជឿទាំងអស់មែនទេញោមអារឿងត្រូវក៏យើងហៅថាជឿអារឿងខុសក៏យើងហៅថាជឿតែបើបល័យអត់ទេអត់ច្រឡំគ្នាទេតែកាលណាគេនិយាយពីរឿងសទ្ធាគឺនិយាយតែរឿងការជឿដែលរឿងត្រឹមត្រូវទេយល់ទេញោមអញ្ចឹងបើយើងប្រើខ្មែរយើងត្រូវច្បាស់បន្តិចព្រមច្រឡំគ្នាស្អីក៏សទ្ធាដែរខ្មែរយើងប្រើសទ្ធាទាំងអស់តែបល័យក្នុងភាសាបល័យគេអត់ទេបងណាចែកដាច់គ្នាសទ្ធាហ្នឹងគេនិយាយតែរឿងដែលជឿតែត្រឹមត្រូវតែរឿងល្អទេរឿងមិនល្អមិនត្រឹមត្រូវហ្នឹងមិនជាសទ្ធាទេអត់ហៅថាសទ្ធាទេយល់ទេញោមចាគ្រូ ដោយពាក្យគេល្បីហ្នឹងយល់ខ្លះទេយល់ខ្លះទេមានយល់ខ្លះទេពាក្យគេត្រេនណាញោមពាក្យគេល្បីពាក្យគេត្រេនណាតាអញ្ចឹងនឹងប្រៀបសេចក្តីប្រៀបរបស់សទ្ធាទីមួយសទ្ធាប្រៀបដូចជាដៃពេលថានេះព្រោះហ្នឹងមែនទេសទ្ធាប្រៀបដូចជាដៃសទ្ធាមានរូបអត់ទេសទ្ធាញោមអត់ទេអត់ទេអញ្ចឹងជាការប្រៀបរបស់ដែលអត់តនឹងរបស់ដែលមានសទ្ធាវាអត់មានរូបរាងនេះប៉ុន្តែប្រៀបទៅជាដៃមាននេះដៃមានគេណាប្រៀបជាមួយនឹងរបស់មានណារបស់អត់ប្រៀបដូចរបស់ប្រៀបជាមួយរបស់មានណាសទ្ធាប្រៀបដូចជាដៃក្នុងការកាន់យកនៅកុសលទាំងឡាយមានពុទ្ធវចនៈក្នុងមហាវគ្គណាបានសម្ដែងថាអបារតាទេអមតសៈទ្វារាយេសោតវន្តោប្រមញ្ចន្តុសត្វធាំងយ៉ាងនេះបងចឹងlàសទ្ធាប្រៀបដូចជាដៃយើងសម្រាប់កាន់យកអីមែនទេចង់បានអីមិនយកដៃទៅកាន់ទៅទាញទៅអូសមកមែនអត់ញោមណាចុះបើគេអត់ដៃគេយកជើងអានេះវាករណីពិសេសតែបើមានដៃគឺយកដៃហ្នឹងឯងជាអ្នកកាន់មកទាញមកយកមកត្រូវការអីកាន់មកយកមកទាញមកអញ្ចឹងសទ្ធាដូចគ្នាដើម្បីចាប់យកនៅកុសលធម៌ថ្នាក់សមថវិបស្សនាសតិប្បដ្ឋានថ្នាក់បរិយ័តអីទាំងអស់ហ្នឹងគឺត្រូវការសទ្ធានឹងអញជាកណ្ដាលយល់ទេសទ្ធាហ្នឹងជាអ្នកចូលទៅរកកុសលធម៌ដតីទៀតសទ្ធាហ្នឹងនាំទៅកាន់កុសលធម៌ដតីទៀតបើអត់មានសទ្ធាខាងដើមទេដោយមនុស្សយើងអត់មានដៃអីចង់តោងអីតោងអត់បានទេចង់ទាញអីទាញអត់បានទេយល់ទេញោមតោះនេះណាអញ្ចឹងសទ្ធានោះថាប្រៀបដូចជាដៃចង់ទាញអីចង់កាន់អីយកមកប្រមូលមកដាក់ខ្លួនបានយ៉ាងណាសទ្ធាដូចគ្នាដែរចង់ចម្រើនគុណធម៌ថ្នាក់សមថវិបស្សនាសតិប្បដ្ឋានថ្នាក់បរិយ័តបដិបត្តិអីគឺត្រូវការសទ្ធានឹងហើយជាខាងដើមហ្នឹងចឹងបានព្រះអង្គសម្ដែងអបារតាទេអមតសៈទ្វារាយេសោតវន្តោប្រមញ្ចន្តុសត្វធាំងយល់ទេបានព្រះអង្គថាទ្វានៃព្រះនិព្វានណាទ្វានៃព្រះនិព្វានអបាទ្វានៃព្រះនិព្វានបើកហើយគាថាហ្នឹងណាដែលសហមបតីព្រំនឹងទៅអរតនីព្រះអង្គឲ្យសម្ដែងធัวណាញោមយល់ទេពេលសហមបតីព្រំនឹងចោះទៅអរតនីព្រះអង្គឲ្យសម្ដែងធัวព្រះអង្គមិនសម្ដែងគាថាហ្នឹងថាអបារតាទេអមតសៈទ្វារាយេសោតវន្តោប្រមញ្ចន្តុសត្ធាំងបងណាទ្វានៃព្រះនិព្វានបើកហើយ
បើកនឹងបើកដោយអីបើកដោយព្រះអង្គសម្ដែងធัวហ្នឹងមែនទេញោមបើកដោយព្រះអង្គប្រកាសធัวហ្នឹងឯងព្រោះទ្វារនៃព្រះនិព្វានធ្លាប់តែបិទអត់មាននរណាបើកវាអត់មានអ្នកដែលមានអឺកន្លឹះទៅបើកទ្វារនឹងបានណាវាបិទជាប់អញ្ចឹងជាប់កន្លឹះជាប់សអញ្ចឹងអត់មានអ្នកមានសមានកន្លឹះទៅដោះទ្វារនឹងបានអញ្ចឹងណាប៉ុន្តែនិព្វានហ្នឹងវានៅជានិព្វានដដែលហ្នឹងទ្វារកន្លែងនេះវានៅតែកន្លែងវាតតែអត់មានអីបើកចូលវាមនុស្សនឹងវាលេងចេះបើកទេណាញោមយល់ណាលេងមានឧបាយវិធីសាស្ត្របើកដល់ព្រះអង្គត្រាស់ដឹងមកអង្គថាទ្វារនៃព្រះនិព្វានបើកហើយគឺនរណាអ្នកបើកព្រះអង្គនឹងអ្នកបើកដោយអីគឺប្រកាសធម៌នឹងឯងសម្ដែងធម៌ប្រកាសនៅអរិយសច្ចធម៌នឹងឯងអាហ្នឹងហើយជាកូនសោនៃព្រះនិព្វានយល់ទេញោមចឹងបានទ្វារនៃព្រះនិព្វានបើកហើយសត្វទាំងឡាយណាមានសោតប្រសាទនេះយេសោតវន្តោនេះសត្វណាយេសត្តាឬសត្វទាំងឡាយណាសោតវន្តោដែលមាននៅសោតប្រសាទគឺពាក្យថាសោតប្រសាទគឺជាដែលយើងនៅមានស្ដាប់ឮបានមែនទេញោមស្ដាប់ឮបានមិនបានព្រះអង្គហៅថាសោតវន្តោព្រោះបើធัวព្រះអង្គគឺសំដែងដោយពាក្យសំដីមែនអត់សំលេងចុះបើអត់មានសោតប្រសាទស្ដាប់មិនឮអាហ្នឹងវាចប់ហ៎វាអត់មានវិធីទេយល់ទេញោមទោះបីព្រះអង្គសំដែងធัวមិនក៏ដោយមនុស្សដែលថ្លង់អត់មានស្ដាប់ឮសំឡេងបានគឺវាអត់មានមធ្យោបាយអីដើម្បីយល់ធัวស្ដាប់ធัวដើម្បីយល់ដើម្បីទៅកាន់ព្រះនិព្វានបាននេះអាហ្នឹងវាអត់តែបើសត្វណានៅមានសោតប្រសាទនេះសត្វណាដែលនៅឮសំឡេងបាននេះឮសំឡេងធัวបាននេះស្ដាប់ធัวបាននេះសត្វទាំងឡាយនោះចូលបញ្ចេញនៅសទ្ធាចោះប្រមញ្ញចន្តុសទ្ធាំងណាសត្វទាំងឡាយណាដែលមានសោតប្រសាទចឹងញាតិញោមទាំងអស់គ្នាយើងទាំងអស់គ្នាសត្វតែនៅមានសោតប្រសាទមែនទេញោមកណាលោកចឹងយើងមានឱកាសនៃការចូលទៅកាន់ទ្វារព្រះនិព្វានបានទេបើយើងសត្វតែមានសោតប្រសាទនឹងមានឱកាសយើងសត្វតែមានឱកាសហើយបាទណាបើអត់សោតប្រសាទអានឹងវាមិនដឹងធ្វើម៉េចទេព្រោះធัวវាត្រូវស្ដាប់ដោយជាចឹងណាសត្វដែលមានសោតប្រសាទចូលបញ្ចេញសទ្ធាមកស្ដាប់ទៅឃើញទេញោមបញ្ចេញសទ្ធាមកទៅស្ដាប់ទៅស្ដាប់សទ្ធាដូចជាដៃទាញយករបស់ដែលយើងត្រូវការអីទាញមកប្រមូលមកឆោងយកមកហើយបើយើងត្រូវការធัวត្រូវការព្រះនិព្វានរួចផុតចាស់ទុកយើងបញ្ចេញសទ្ធានឹងទៅទាញប្រមូលនៅអត្តនៃពធัวដែលព្រះអង្គសម្ដែងនឹងមកស្ដាប់នៅអរិយសច្ចៈនឹងមកស្ដាប់នៅបរមត្តធัวនឹងមកយល់ទេហ៎ប្រមូលមកទាញនៅពធัวនឹងឯងមកស្ដាប់មកអាហ្នឹងហើយចូលបញ្ចេញនៅសទ្ធាមកយល់ទេហ៎ដល់យើងចង់បានអីយកដៃទៅទាញមកចង់បានអីយកដៃទៅកាន់មកឆោងមកអញ្ចឹងបើយើងចង់រួចផុតចាក់ទៅកាន់ព្រះនិព្វានបញ្ចេញសទ្ធាមកព្រោះសទ្ធាហ្នឹងហើយជាអ្នកបើកផ្លូវដំបូងដើម្បីទៅរកព្រះនិព្វានបើអត់មានសទ្ធាដំបូងទេអត់មានសទ្ធានឹងអ្នកនាំទៅទេអាហ្នឹងវាអត់មានទេទ្វារព្រះនិព្វានបើកហើយប៉ុន្តែបើអត់មានសទ្ធានឹងចូលទៅកាន់ទេក៏វាមិនបានដែរយល់ទេញោមសទ្ធាហ្នឹងជាអ្នកនាំផ្លូវបើកផ្លូវដំបូងគេហ្នឹងណាហើយយើងត្រូវការគុណធម៌ខ្ពង់ខ្ពស់ខាងលើអីរហូតដល់ព្រះនិព្វានហ្នឹងត្រូវការទៅពីសទ្ធាហ្នឹងអញ្ចឹងបានក្នុងកុសលហ្នឹងវាមានសទ្ធាហ្នឹងជាអ្នកនាំមុខសទ្ធាចេតសិកហ្នឹងណាញោមយល់ទេក្នុងសោបនៈចិត្តទាំងអស់ហ្នឹងមានសទ្ធាហ្នឹងជាអ្នកនាំមុខហ្នឹងអញ្ចឹងហៅថាសទ្ធាអបារតាទេណាសទ្ធាហ្នឹងដូចជាអីដូចជាដៃឆោងយកទៅចាប់យកទៅអមតសៈទ្វារាទ្វានេះអមតសៈនៃព្រះនិព្វានសេចក្តីមិនស្លាប់ទ្វារនៃព្រះនិព្វានអបារតាទេហ្នឹងព្រះអង្គបើកហើយទេរីតថាគាត់អបារតាហ្នឹងបើកហើយទ្វារគឺព្រះនិព្វានហ្នឹងបើកហើយយល់ទេហ៎អមតសៈទ្វារានេះទ្វារនៃព្រះនិព្វានបើកហើយយេសោតវន្តោសត្វណាដែលមានសោតប្រសាទនៅស្ដាប់សំឡេងឮបានប្រមញ្ញចន្តុសទ្ធាំងចូលបញ្ចេញនៅសទ្ធាមកចេញនៅសទ្ធាចោះញាតិញោមបញ្ចេញនៅសទ្ធាណោះរាល់ថ្ងៃបញ្ចេញហ្នឹងមែនទេចេញហ្នឹងបានមកស្ដាប់ធម៌មែនអត់ចេញហ្នឹងបានមករៀនធម៌បញ្ចេញហើយបានឈងរោធម៌ហ្នឹងក៏អញ្ចឹងពងទៅបញ្ចេញសទ្ធាមកហ្នឹងឯង
មួយទៀតសទ្ធាប្រៀបដូចជាទ្រព្យហៅថាសទ្ធាធៈណាំងហ្នឹងឬក៏សទ្ធីធៈហ្នឹងសទ្ធាប្រៀបដូចជាទ្រព្យណាដូចជាទ្រព្យដ៏ប្រសើរក្នុងអរិយទ្រព្យអង្គហៅជាអរិយទ្រព្យជាទ្រព្យដ៏ប្រសើរមែនទេញោមក្នុងអរិយទ្រព្យទាំងក្នុងអរិយទ្រព្យទាំង7ហ្នឹងមានសទ្ធាមួយដែរសទ្ធាធៈណាំងណាក្នុងការញ៉ាំងសម្បត្តិទាំងពួងឲ្យដល់ព្រមណាសទ្ធាដូចជាទ្រព្យក្នុងការញ៉ាំងសម្បត្តិទាំងឡាយដល់ព្រមដោយព្រះបរមគ្រូទ្រង់ត្រាស់ថាសទ្ធីធៈវុតតាំងបរិសាសៈសេដ្ឋាំងសេដ្ឋាំងប្រសើរបរិសាសៈនៃបរោះណាសទ្ធាជាទ្រព្យដ៏ប្រសើររបស់បរោះក្នុងលោកណាសទ្ធីធៈហ្នឹងសទ្ធានឹងឯងជាទ្រព្យដ៏ប្រសើរសេដ្ឋាំងបរិសាសៈរបស់បរោះក្នុងលោកញោមទ្រព្យសម្បត្តិណាក្នុងលោកដែលប្រសើរជាងសទ្ធានឹងអត់មានក្នុងន័យហ្នឹងណាញោមយល់ទេចង់ឯងមានទ្រព្យមានសម្បត្តិមានអីប៉ុណ្ណាទៅតែបើអត់មានសទ្ធាទេអត់មានទ្រព្យប្រសើរទេមានតែទ្រព្យធម្មតាមែនអត់ញោមតែបើមានសទ្ធាទោះបីអត់មានទ្រព្យអីក៏ដោយតែមានសទ្ធាឈ្មោះតែមានទ្រព្យដ៏ប្រសើរនៅក្នុងខ្លួនដែរមានទ្រព្យដ៏ប្រសើរក្នុងខ្លួនដែរដូចជារឿងបរោះឧបាសកម្នាក់ដែលគាត់សុំទានគេហ្នឹងកើតឃ្លងសុំទានគេណាដល់ទៅស្ដាប់ធัวព្រះអង្គទៅបានសម្រេចសោតាទៅមកវិញមិនប្រអិននឹងសាកលបងមែនអត់កណាចុះមកសាកលបងថាណែបរោះកំសត់ទុរគាត់អ្នកឯងកំសត់ណាស់ខ្ញុំអាណិតអ្នកឯងណាស់អ្នកឯងចូលពោលពុទ្ធថាមិនមែនពុទ្ធពធัวថាមិនមែនពធัวប្រសង់ថាមិនមែនប្រសង់នោះអ្នកឯងចង់បានទ្រព្យអីក៏ខ្ញុំឲ្យដែរព្រោះអ្នកឯងក្រណាគាត់ថាណែបរោះណែមីឬក៏ថាយៈបាសនថាយៈណាអញជានរណាមកថាខ្ញុំជាបរោះកំសត់ក្រទុរគតខ្ញុំអត់ក្រទេខ្ញុំមិនមែនជាមនុស្សក្រទេខ្ញុំមិនអាចពោលថាពុទ្ធមិនមែនពុទ្ធពធមិនមែនពធប្រសង់មិនមែនប្រសង់ទេមិនបានគាត់ថាគាត់មិនក្រពីព្រោះគាត់បាននៅសទ្ធានឹងឯងមែនទេញោមយល់ទេបាននៅសទ្ធាមុតមមនៅក្នុងបរតនត្រ័យហ្នឹងគាត់ថាគាត់មិនមែនក្រទេណាព្រះអង្គសម្ដែងថាសទ្ធីធវតតាំងបរិសាសៈសេដ្ឋាំងសទ្ធានឹងឯងជាទ្រព្យណាដល់ប្រសើររបស់បរោះមិនបានថាខ្ញុំក្របើខ្ញុំមានសទ្ធាមានទ្រព្យដល់ប្រសើរហ្នឹងយល់ទេញោមតើណាតនចាស់គ្រូចឹងសទ្ធាហ្នឹងប្រសើរណាស់ណាជាគ្រឿងបើកផ្លូវដូចជាដៃផងណាសទ្ធានឹងជាទ្រព្យដ៏ប្រសើរជាអរិយទ្រព្យនាំទៅកាន់អរិយធម៌នឹងផងហើយមួយទៀតសទ្ធាដូចជាពូជហៅថាសទ្ធាពីរជាងសទ្ធាពីរជាងពីរជាងនេះទៅពូជម៉ែយ៉ាងអាពូជបលាពីរជាម៉ែយ៉ាងនឹងមិនយកអាស្អីនេះមកជាសអូវិញណាញោមពូជបលាពីរជាបល័យស្អីពីរជាពូជសទ្ធាដូចជាពូជដូចក្របពូជក្នុងការបានក្របកសិផលជាអមតៈណាក្របហ្នឹងមិនមែនក្របស្រូវក្របពោតក្របល្ងទេក្របគឺអមតៈជាណាក្របគឺជាកសិផលជាអមតៈគឺព្រះនិព្វាននឹងទៅទៀតយល់ទេញោមតើណាមិនមែនក្របធម្មតាណាក្របគឺជាផលនៃអមតៈនឹងទៅទៀតគឺព្រះនិព្វាននឹងទៀតព្រោះហេតុនោះព្រះបរមគ្រូព្រោះហេតុនោះព្រះបរមគ្រូទ្រង់ត្រាស់ថាសទ្ធាពីរជាងតបវុទ្ធិវុទ្ធាំងវុទ្ធាំងនេះគឺក្របភ្លៀងយល់ទេភ្លៀងដំណក់ភ្លៀងក្របភ្លៀងណាវុទ្ធិវុទ្ធាំងយល់ណាសទ្ធាពីរជាងតបវុទ្ធាំងសទ្ធាដូចជាក្របពូជតបៈដូចជាទឹកភ្លៀងតបៈហ្នឹងគឺការប្រព្រឹត្តធម៌
ប្រព្រឹត្តធម៌ដើម្បីស្អីគេដើម្បីដោះខាត់សម្អាតកិលេសហ្នឹងគេហៅថាតបៈហើយសទ្ធាហ្នឹងជាក្របពូជដល់ក្របពូជត្រូវទឹកភ្លៀងមកអញ្ចឹងដោះមកដល់ដោះមកផ្លែផ្កាអីគេគឺអមតៈព្រះនិព្វានមិនមែនផ្លែផ្កាស្រូវត្រឹមស្រូវត្រឹមល្ងយកទៅហូបទេផ្លែផ្កាហ្នឹងគឺព្រះនិព្វានបើសទ្ធានឹងជាពូជតបៈនឹងជាទឹកភ្លៀងផ្លែផលមកគឺអមតៈយល់ទេញ៉ឹមបើពូជស្រូវពូជល្ងពូជពោតយើងធម្មតាបានត្រឹមតែផ្លែពោតផ្លែស្រូវល្ងហូបនឹងឯងតែបើពូជនឹងឯងជាសទ្ធាអត់ទេមិនមែនត្រឹមប៉ុណ្ណឹងទេណាផ្លែផ្កាហ្នឹងជាព្រះនិព្វានហើយវិចារទៅចឹងញាតិញោមអ្នកដែលមានសទ្ធារាល់ថ្ងៃនេះផ្លែផ្កានៃសទ្ធារបស់យើងនឹងឯងគឺព្រះនិព្វានប៉ុន្តែវាយូរឆាប់ប៉ុណ្ណាដូចយើងប្រៀបធៀបពីលើមកមិញណាតាមហេតុបច្ច័យគ្រប់ហេតុគ្រប់បច្ច័យគ្រប់ពេលវេលាគ្រប់អានឹងដល់បានផលគឺព្រះនិព្វានឲ្យតែមានសទ្ធាឲ្យតែសទ្ធានឹងឯងជាសទ្ធាពិតពិតប្រកបយល់ទេញោមញាតិញោមមានសទ្ធាទេទាំងអស់គ្នាតើមានសទ្ធាទេញោមមានសទ្ធាញាតិញោមមានឈ្មោះថាមានដៃផងចាប់យកនៅព្រះនិព្វានបើកទ្វារព្រះនិព្វានឈ្មោះថាជាទ្រពដ៏ប្រសើរផងណាទ្រពដែលប្រសើរក្នុងលោកប្រសើរជាងទ្រពក្នុងលោកនេះផងឈ្មោះថាញាតិញោមមានក្របពូជណាដែលត្រូវបានផលជាអមតៈផងចឹងបើសទ្ធារបស់ញាតិញោមមិនបាត់ទេញាតិញោមគង់តែទទួលបានផលគឺអមតៈនៅពេលណាមួយដែលហេតុបច្ច័យគ្រប់យល់ទេញោមដល់ណាបាទពេលវេលាគ្រប់ហេតុបច្ច័យគ្រប់នឹងញាតិញោមនឹងទទួលផលជាអមតៈហើយបាទឲ្យតែសទ្ធាពិតម៉ោងម៉ាននេះតែម៉ោង40តតិចទៀតបញ្ចប់យើងថ្ងៃមុនរៀនបានមួយថ្ងៃហ៎មែនទេយើងបញ្ចប់លើសម៉ោងតិចក៏អធិស្ឋានសទ្ធាពីរយ៉ាងទីមានពីរយ៉ាងទីមួយអចៈចលៈសទ្ធាគឺសទ្ធានៅកម្រើកញាប់ញួរគឺសទ្ធារបស់ពុទ្ធជនយើងនឹងឯងលបើកមែនទេញោមអចលៈសទ្ធាឬក៏សុបតិថេតសទ្ធាសុបតិថេតហ្នឹងគឺសទ្ធាដែលតាំងនៅដោយល្អតាំងមមដោយល្អតាំងល្អសទ្ធាមិនកម្រើកឬសទ្ធាតាំងសុបគឺជាសទ្ធារបស់ព្រះអរិយចាប់ពីសោតាឡើងទៅយល់ទេញោមណាអញ្ចឹងសទ្ធាយើងសទ្ធាញាតិញោមទាំងអស់គ្នាសទ្ធាយើងនៅត្រឹមចលៈមែនទេញោមចលៈឬចលណៈបងនៅត្រឹមញាប់ញួរបច្ចុប្បន្នមិនទាន់ច្បាស់លាស់អីមុតមមប្រមាណទេប៉ុន្តែយើងបានសិក្សាពុទ្ធវចនៈទៅក៏វាមានកម្លាំងខ្លាំងគ្រាន់ដែរប៉ុន្តែឲ្យវារឹងមាំដូចជាសទ្ធារបស់អរិយបុគ្គលមិនអាចទេយល់ទេញោមយល់ម្ចាស់គ្រូអញ្ចឹងចាប់ពីសោតាឡើងទៅបានអានឹងមុតមមហើយអញ្ចឹងបានព្រះអង្គហៅថាជាកូនរបស់ព្រះអង្គជាបុត្ររបស់ព្រះអង្គហើយដោយសារលេងប្រែប្រួលហើយមែនទេយើងនេះនៅប្រែប្រួលខ្លះហើយបងបាក់ប៉ើបខ្លះប្រែប្រួលខ្លះហើយណាតរៀងតរៀងឆ្ងាយពីធួបន្តិចចង់ទៅណានៃអីណានៅក្បែរធួទៅមិនសូវប្រហែលទេរៀងឆ្ងាយតិចរៀងទៅណានៃតិចវើរវាយបន្តិចណាចោះទ្រាំអ្នកដែលអត់សូវបានស្ដាប់ធម៌អត់រៀនធម៌ទេនឹងមិនខ្ញុំបាក់អំពើដល់ណាទៅមែនទេតែហ្នឹងគេថានេះប៉កែនោះប៉កែនោះទៅបាត់ហើយនេះខ្លាំងឯនោះអីទៅបាត់ហើយបាក់អំពើបាត់ហើយណាអញ្ចឹងរាល់ថ្ងៃយើងបានសធัวតប់ទេខ្ញុំកុំអួតខ្លាំងឯងក៏បានធัวតប់ទេយើងរៀនទៅយើងពិចារណាទៅចំណេះដឹងយើងកាន់តែកើនទៅយើងកាន់តែមុតមមរឿងគ្រាន់អញ្ចឹងទៅតែឲ្យមែនតែនទៅតលតែអរិយបុគ្គលសោតាទៅជាសុបតិថេតសទ្ធាដែលតាំងមមឬក៏តាំងសុបដោយល្អឬក៏អចលៈ
ណាធាដែលមិនកម្រើកមិនប្រែប្រួលលែងញាប់ញួរនឹងសទ្ធាពីរយ៉ាងដល់សទ្ធាคล้ายคล้ายស្អីសទ្ធាคล้ายคล้ายសទ្ធាคล้ายคล้ายដែលយើងប្រើពាក្យក្នុងភាសាខ្មែរយើងថាជំនឿដែរណាជឿដែរណាប៉ុន្តែវាមិនមែនជឿដោយសទ្ធាយល់ទេញោមណាដល់អធិមកខៈដោយអីណាវាមិនមែនជាសទ្ធាក្នុងជឿលើព្រះពុទ្ធពធប្រសង្ឃអីទេបានលោកហៅថាសទ្ធាคล้ายคล้ายហ្នឹងព្រោះខ្មែរយើងហៅថាប្រែថាសទ្ធាដែរហ្នឹងណាខ្មែរយើងប្រែថាការជឿដែរហ្នឹងណាវាមិនមែនពាក្យបល័យគេទេអាហ្នឹងពាក្យคล้ายមកទេញោមនេះរត់អាននេះ វាម្ចាស់គ្រូ សទ្ធាคล้ายคล้ายហ្នឹង ចាសទ្ធាคล้ายคล้ายចំណែកក្នុងសម័យបច្ចុប្បន្នយើងនេះការដែលនាំគ្នានិយាយพูดផកុហកបោកបញ្ឆោតគ្នាថាព្រះពុទ្ធរូបសម្ដែងរិទ្ធមានការបញ្ចេញនៅរស្មីនិងធាតុព្រះពុទ្ធពិតជាដើមដោយសម្គាល់ថាជាការពិតហើយក៏ពោលថាមានសេចក្តីជ្រះថ្លាគឺសទ្ធាណាស់ក្នុងការកើតឡើងដូចនេះมันអាចជាសទ្ធាពិតឡើយប្រសិនបើរាល់ការជឿខុសត្រូវពោលថាសុទ្ធតែសទ្ធាវិញពួកបច្ឆាទិដ្ឋិទាំងឡាយក៏មានសេចក្តីជឿជាក់និងពេញចិត្តយ៉ាងក្រៃលែងចំពោះព្រះនិងធម៌របស់ពួកគេដែរពួកគេភ្ជាប់នៅលឹងរបស់មហាទេវៈនិងអង្គជាតិរបស់នាងចន្ទាទេវីដោយធ្វើជារូបសំណាកហើយនាំគ្នាបូជាដោយដែលមានគាថាសម្ដែងថាប៉ុណ្ណឹងសិនណាចឹងស្អីតើសទ្ធាคล้ายคล้ายនេះដូចយើងរាល់ថ្ងៃអូពពុទ្ធរូបអង្គនឹងបកែពពុទ្ធអីណាវត្តលំជ្រៃព្រះអង្គខ្មៅវត្តភ្នៀតវត្តសមាធិផលវត្តអីណាពពុទ្ធវត្តលួងបកែណាបន់ទៅដល់បានកូនអីអញ្ចឹងហើយហៅថាសទ្ធាคล้ายคล้ายមិនមែនជាសទ្ធាមែនទេអូព្រះផុសព្រះផុសព្រះឯណោះបកែព្រះនេះបកែបញ្ចេញពលឺរស្មីយល់ទេញោមតើណាព្រះនោះស័ក្តិសិទ្ធិណាស័ក្តិសិទ្ធិអីអាហ្នឹងសិទ្ធិសទ្ធាคล้ายคล้ายហើយហ្នឹងមិនមែនសទ្ធាទេអធិមកខៈយល់អត់ញោមជឿម្ចាស់គ្រូហើយលោកថាបើសិនជាការជឿលើព្រះអញ្ចឹងថាព្រះបកែអីបកែអញ្ចឹងបើសិនជានឹងសទ្ធាមែនទេហ្នឹងពួកសាសនាដតីហ្នឹងក៏ឈ្មោះថាគេមានសទ្ធាដែរដូចគេជឿលើព្រះគេព្រះអាទិទេពគេចឹងគេតាំងរូបអីគេរូបអីរូបអង្គជាតិរបស់លឹងរបស់មហាទេវៈណាដូចយើងលឹងអេសូអីណាលឹងអេសូដូចនៅក្នុងវប្បធម៌ខ្មែរយើងអីណាហើយដូចអីគេអង្គជាតិនាងចន្ទាទេវីអីដូចយើងអាត្មាពីក្មេងស្មានតែក្បាលកិនណាឃើញរូបនឹងនៅតាមស្អាតអាត្មាស្មានតែក្បាលកិនដែរក្បាលយើងកិនម្សៅទៅវាហូរមករៀងដូចគ្នាអាត្មាស្មានតែក្បាលកិនដែរអាហ្នឹងអញ្ចឹងហើយគេគោរពអញ្ចឹងហើយគោរពអញ្ចឹងបើសិនជាការគោរពអញ្ចឹងជាសទ្ធាមែនទែនគឺសិតតែមានសទ្ធាទាំងអស់ហើយពួកហ្នឹងសិតតែនាំទៅរួចការផុតចាកទុកអស់ដែរហើយតែវាមិនមែនទេយល់អត់ញោមតើណាយល់ទេញោមតើណាចាស់គ្រូការជឿអញ្ចឹងជាការជឿដល់អធិមកខៈមិនមែនជាសទ្ធាទេជាការយល់ខុសជាមច្ឆាទិដ្ឋិទេណាមិនមែនជាសទ្ធាមិនមែនជាសមាទិដ្ឋិទេចុះនៅលើភាសាយើងអីតាមបុរាណយើងអញ្ចឹងយើងមើលទៅណាគ្រាន់តែមើលទៅដឹងពីដើមបុរាណយើងចេះពូជពងយើងមកពីមុនគេជឿអញ្ចេះគេជឿជាអញ្ចេះគេធ្វើប្រាសាទទៅគោរពបូជាអញ្ចឹងណាគ្រាន់មើលតែអញ្ចឹងណាយល់អត់ញ៉ាំមើលពីខ្មែរយើងពីមុនមានស្នាដៃចេះក្បូរក្បាច់រចនាក្បាច់ចម្លាក់ចេះកសាងប្រាសាទចេះមានវិស្វកម្មអីល្អអញ្ចឹងណាយើងរីកចម្រើនអញ្ចឹងណាយើងមើលអញ្ចឹងណាយល់អត់ដល់នេះតែយើងវាលែងជឿអញ្ចឹងហើយយើងជឿតាមកម្មផលយើងសិក្សាធัวទៅវាលែងឃើញអញ្ចឹងដោយគាត់ពីមុនអញ្ចឹងហើយយើងគ្រាន់តែមើលຕົកជា
ប្រវត្តិសាស្ត្រជាសាវតាតែខ្មែរយើងពូជពងខ្មែរយើងវាអញ្ចឹងទៅហើយថែរក្សាទៅឲ្យទុកមើលតគ្នាទៅប៉ុន្តែកុំផ្សាយឲ្យជំនឿអញ្ចឹងទៀតយល់អត់ញោមដល់ណា កណាចឹងថាចុះពីមុនគាត់ល្ងងហើយគាត់ជួមិនត្រូវចុះបើពីមុនមកគាត់ជឿតគ្នាអញ្ចឹងដែរគាត់មានតន់មានពុទ្ធសាសនាត្រឹមត្រូវអីមកពីណាព្រហ្មញ្ញសាសនាអីចូលមកក៏គោរពបដិបត្តិតគ្នាអញ្ចឹងទៅហើយដូចយើងពីមុននឹងបដិបត្តិបូជាតែអ្នកតាអីដូចតែគ្នាដែរហ្នឹងតគ្នាមកហ្នឹងយល់ទេញោមហើយរាល់ដល់ឥឡូវមានតន់ឈប់ឯណាទោះបីរាល់ថ្ងៃមានធัวអីត្រឹមត្រូវមានអីមានតន់ឈប់ឯណា នៅតែអញ្ចឹងដែរហើយគាត់ពីមុនគាត់អញ្ចឹងបើគាត់គោរពអញ្ចឹងសាសនាវាហូរចូលមកអញ្ចឹងតគ្នាអញ្ចឹងវាអញ្ចឹងនេះយើងទុកជាប្រវត្តិសាស្ត្រជាសាវតាជាដាននៃអឺពពៈបរោះពូជពងវងខ្មែរយើងអីចឹងទៅតែយើងមិនបាច់ផ្សព្វផ្សាយអីតទៅទៀតថាអូមានព្រះអីអញ្ចេះបូជាអញ្ចេះបូជាលឹងឥសូរបានសិរីសួស្ដីអញ្ចេះបូជាអីយោនីនាងអោម៉ានាងចន្ទៈចន្ទាទេវីអីបានបនបានកុសលកើតតកើតមួយអាទិទេពអីចឹងចាស់ទៀតយើងឈប់ផ្សព្វផ្សាយយល់ទេញោមហ្នឹងឈប់ផ្សព្វផ្សាយអាត្មាអ្នកចូលចិត្តប្រវត្តិសាស្ត្រចូលចិត្តនេះដែរតាចូលចិត្តបុរាណអញ្ចឹងដែរទៅហ្នឹងបើកុំមករៀនធម៌អាត្មាតអញ្ចឹងណាកើតកាយគេអាត្មាធ្លាប់ស្ដាប់រឿងឥណ្ឌាបុរាណច្រើនណាទាក់ទងនឹងគំនូរតាមប្រាសាទតាមអីច្រើនអាត្មាស្ដាប់ច្រើនមើលច្រើនណាស់នោះប៉ុន្តែទៅចូលមកធម៌មកវាត្រឹមតែជារឿងទៅស្ដាប់អារឿងនឹងមើលក៏ត្រឹមតែជារឿងត្រឹមតែមើលទៅវាលេងជាអីដុំកពួនធំដុំអីទៀតហើយនេះដូចនេះគេមានដង្គាថាបូជាលឹងទេវរាជហើយនឹងនេះអង្គជាតិនាងចន្ទាទេវីអីគេនេះមានដង្គាថាគេទៀតណាគេបូគោរពបូជាណាដោយយើងថ្វាយអង្គមព្រះអញ្ចឹងដែរណាយើងមានពធថ្វាយអង្គមព្រះគេក៏មានធัวបូជាព្រះអាទិទេពគេអញ្ចឹងដែរណានេះគេបូជាតែម៉េចធัวគេសូត្រតែម៉េចនេះការដាំងកោដាក់ចេកាំងជេតេណាមហាទេវសៈចន្ទយាយៈមកੰកត្វាពោចេនតិតដ្ឋអលច្ជីណូណាគេបូជាតែម៉េចថាអលច្ជីណូរីបុគ្គលអត់គេខ្មាស់ទាំងឡាយអេតេនោះឯងកត្វាធ្វើឲ្យការដាំងចាក់នៅនិមិត្តរបស់បរោះផងមហាទេវស័ក្តិនៃព្រះមហាទេវៈកោដាក់ជាកាំងចាក់នៅនិមិត្តរបស់ស្ត្រីផងចន្ទយានៃព្រះម៉ែចន្ទីខ្ញុំឃើញឥណ្ឌាគេធ្វើរូបព្រះម៉ែចន្ទីគេហែទេយើងធ្លាប់ឃើញពេលរដូវគេហែយៈមកੰឲ្យជាគូពោចេនតិរមែងបូជាតដ្ឋក្នុងទីនោះឃើញគេធ្វើអារូបហ្នឹងស្រាប់បូជាយើងហៅថាសិវលឹងណាហើយនឹងយោនីអមាខ្មែរយើងហៅអញ្ចឹងណាអមាយោនីហើយនឹងសិវលឹងណាបូជាទៅវិសុំសរីសួស្ដីទៅគេថ្វាយអង្គមទៅសូត្ររំលឹកទៅដោយយើងសូត្រថ្វាយអង្គមព្រះរំលឹកគុណព្រះអញ្ចឹងណាអានឹងរឿងរបស់គេយល់ទេញោមចឹងអាជឿអញ្ចឹងវាជាអីសទ្ធាមែនតើឬក៏សទ្ធាคล้ายคล้ายជាសទ្ធាคล้ายคล้ายមិនមែនសទ្ធាមែនតើទេណាញោមហ្នឹងហើយលើកប្រៀបធៀបមកអញ្ចឹងបើខ្មែរយើងក៏ប្រើពាក្យថាសទ្ធាដែរប្រើតែជឿដូចជាគ្នាដែរបល័យគេមានតែច្រឡំស្អីទេបើសទ្ធាគេគ្មានតែគិតរឿងខុសរឿងចឹងទេតែកាលណានិយាយតែសទ្ធាគឺនិយាយតែពីរឿងជឿពុទ្ធពធប្រសង្ឃឯណោះទេដល់មកទៀតថាមិច្ឆាធិមកខៈណាអធិមកខៈដែលវាយល់ខុសវាចោះសុបក្នុងរឿងខុសណាអធិមកខៈវាចោះសុបដល់មិច្ឆានេះវាខុសព្រោះអធិមកខៈហ្នឹងជាអីជាអីគេជាចេតសិកអីគេខ្ញុំអធិមកខៈហ្នឹងអញ្ញសមាណាមែនអត់កណាបើអញ្ចឹងអធិមកខៈនេះវាអាចប្រកបជាមួយនឹងចិត្តដែលជាសោភណៈក៏បានជាអកុសលក៏បានមែនអត់កណាអញ្ចឹងក្នុងពេលនេះមិច្ឆាធិមកខៈហ្នឹងគឺបានន័យថាវាប្រកបក្នុងអកុសល
កុសល អស ចិត្ត លចិត្ត បើវាមានមច្ឆាក្នុងទីនេះចឹងអធិមកខៈក្នុងរឿងដែលខុសបើដល់អធិមកខៈក្នុងជាមួយសទ្ធាហ្នឹងគឺអធិមកខៈក្នុងរឿងត្រូវចឹងអធិមកខៈនេះវាដើរបានទាំងអស់វាជាអញ្ញសមានាចេតសិកចឹងថាការមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងដូចដែលបានរៀបរាប់មកខាងលើនោះអ្នកជ្រះថ្លាក្នុងរឿងអីទាំងអស់នេះណាញោមណាអាចជ្រះថ្លាក្នុងរឿងខុសនេះណាយល់អត់ណាក្នុងរឿងខុសនេះណាតែចិត្តដែលជ្រះថ្លាក្នុងរឿងលើនោះភាសាបាលីលោកហៅថាមិច្ឆាធិមកខៈឃើញទេអត់ច្រឡំគ្នាទេបាលីគឺអត់ច្រឡំមកសទ្ធាគឺគិតតែរឿងល្អដល់តែរឿងខុសនេះគឺហៅថាមិច្ឆាធិមកខៈឬក៏ហៅដោយខ្លីថាអធិមកខៈយើងអត់ច្រឡំគ្នាទេភាសាបាលីអត់ច្រឡំទេច្រឡំតែភាសាខ្មែរយើងណាគឺសទ្ធាคล้ายអង្គធัวបានដល់អកុសលចិត្តទៅបានឃើញទេដល់សទ្ធាមែនទែនវាដែលប្រកបជាមួយអកុសលចិត្តទេញោមសទ្ធាដែលត្រឹមត្រូវហ្នឹង ក្នុងកុសលទេ ណាសទ្ធាដែលត្រឹមត្រូវហ្នឹងអត់ប្រកបក្នុងអកុសលទេប៉ុន្តែអធិមច្ឆាធិមកខៈដែលយើងហៅថាសទ្ធាដែលហ្នឹងអាហ្នឹងវាជា ជួយខ្លាំងខ្លាំងនេះ សទ្ធាคล้ายវាប្រកបជាមួយអកុសលចិត្តទៅបានទេវាជឿរឿងខុសប្រកបដោយមច្ឆាទិដ្ឋិអីហ្នឹងទេមានមោហៈទិដ្ឋិណាមួយជាប្រធានណាកាលវាមានមោហៈជាប្រធានកាលវាមានទិដ្ឋិជាប្រធាន ទិដ្ឋិជាប្រធាន ណាការងប់ងល់ក្នុងរឿងដែលមិនត្រឹមត្រូវហ្នឹងតែក្នុងរឿងដែលស្ដាច់ណាក្នុងរឿងអីគេស្ដាច់កាលនេករាជណាក្នុងរឿងស្ដាច់កាលនេករាជបាននិមិត្តនៅរូបរបស់ព្រះសម្មាសម្ពុទ្ធដែលធ្វើឲ្យស្ដាច់អសោកមានសទ្ធាជ្រះថ្លាយ៉ាងខ្លាំងនោះទោះជារូបសំណាកនោះនិងប្រធាតនិងព្រះទារធាតុណាសបនិមិត្តក៏ដោយតែដោយមានចិត្តជ្រះថ្លាក្រៃលែងរលឹកឃើញថាសំបីតែរូបមិនពិតរបស់ព្រះសម្មាសម្ពុទ្ធនៅតែគួរឲ្យជ្រះថ្លាក្រៃលែងប៉ុណ្ណឹងទៅហើយចោះបើរូបពិតវិញតើនឹងគួរឲ្យជ្រះថ្លាប៉ុណ្ណាសេចក្តីជ្រះថ្លាប្រភេទនេះជាសទ្ធាពិតយល់អត់ញោមតោះនេះណាដោយប្របាទអាសោកប្របាទធម្មអសោកកើតអត់តន់ប្រពុតទេមែនទេញោមក្រោយប្រពុតត្រាស់ដឹងយកជា200ឆ្នាំអញ្ចឹងហ៎បាទធម្មអសោកអត់តន់សម័យប្រពុតទេអត់ដែលឃើញប្រពុតទេប៉ុន្តែនេះលោកថានាគនេះកាលនាគរាជនេះតន់ព្រះសម្មាសម្ពុទ្ធហើយកាលនាគរាជនេះនិមិត្តខ្លួនហ្នឹងដូចយើងហៅថានិមិត្តខ្លួននឹងឯងធ្វើជាប្រពុតឲ្យប្របាទធម្មអសោកនឹងឯងមើលអញ្ចឹងណាយល់ទេណាដល់អញ្ចឹងព្រះបាទធម្មអសោកនឹងជ្រះថ្លាអញ្ចឹងការជ្រះថ្លារបស់ព្រះបាទធម្មអសោកនឹងជាការជ្រះថ្លាពិតប្រាកដជាសទ្ធាពិតយល់ទេញោមមិនជ្រះថ្លាក្នុងនាគហ្នឹងណាជ្រះថ្លាក្នុងរូបព្រះអង្គនេះថាអូសំបីរូបនិមិត្តមិនមែនរូបពិតផងគួរជ្រះថ្លាម្លឹងហើយចោះទៅរំរូបពិតហ្នឹងល្អប៉ុណ្ណាទៅអាហ្នឹងស្ដីជ្រះថ្លាហ្នឹងគឺស្ដីជ្រះថ្លាពិតប្រាកដឬក៏ដូចយើងរាល់ថ្ងៃថ្វាយអង្គមព្រះយើងថ្វាយអង្គមតែថ្មស៊ីម៉ង់អីហ្នឹងមែនអត់រាល់ថ្ងៃហ្នឹងមែនញោមថ្វាយអង្គមថ្មស៊ីម៉ង់អីគេធ្វើពីឈើពីអីផ្សេងហ្នឹងហើយយើងថ្វាយអង្គមប្រធាតឧទាហរណ៍ចែកដីអីយើងតម្កល់ប្រធាតខ្លះជាប្រធាតចម្លងហ្នឹងតែយើងថ្វាយអង្គមដោយសេចក្តីជ្រះថ្លាក្នុងរូបសំណាកព្រះអង្គហ្នឹងមិនមែនជ្រះថ្លាក្នុងរូបទេតែនឹកដល់គុណព្រះអង្គហើយជ្រះថ្លាក្នុងប្រធាតដែលចម្លងហ្នឹងមិនមែនយកអាចម្លងហ្នឹងទេគឺនឹកដល់ប្រធាតព្រះអង្គដែលមានពិតគ្រាន់តែយកបោះចម្លងហ្នឹងមកមើលតែប៉ុណ្ណឹងអញ្ចឹងសេចក្តីជ្រះថ្លានឹងឯងគឺជាសេចក្តីជ្រះថ្លាពិតប្រកបយល់ទេញោមតោះណាដូចញោមរាល់ថ្ងៃថ្វាយអង្គមព្រះដែលធ្វើពីថ្មក្តីពីស៊ីម៉ង់ក្តីញាតិញោមមិនដែលគិតថាព្រះនឹងប្រកែអត់ញោមថ្វាយអង្គមរាល់ថ្ងៃញោមដោយសារតែព្រះប្រកែបានញោមថ្វាយអង្គមឬមិនអត់ទេលោកមជាអត់ទេយើងថ្វាយអង្គមជារូបតំណាងតែយើងនឹកដល់គុណព្រះអង្គឯណោះមិនមែននៅក្នុងរូបនឹងទេរូបនឹងគ្រាន់តែជាតំណាងមួយទេប៉ុន្តែយើងនឹកដល់គុណឯណោះមែនអត់ហើយដោយរាល់ថ្ងៃអូយវត្តណាក៏មានប្រធានដែរពេញស្រុកខ្មែរអូវត្តណាក៏មានប្រធានដែរហើយចុះប្រធាននឹងមកពីណាតែប្រធាននឹងគឺចម្លងមកមិនមែនប្រធានពិតប៉ុន្តែយើងថ្វាយអង្គមប្រធានចម្លងហ្នឹង
ប៉ុន្តែយើងនឹកដល់ប្រធានដែលធ្លាប់នៅក្នុងសាច់ឈាមព្រះអង្គមែនទេនេះណោះយល់ទេញ៉ូចឹងអាហ្នឹងគឺជាសទ្ធាមែនទេណោះទេ ជាសទ្ធាពិត បាទសទ្ធាមែនទេពិតប្រាកដអត់ខុសទេតោះនេះញ៉ូយល់អត់អញ្ចឹងរវាងសទ្ធាคล้ายនិងសទ្ធាពិតវាខុសគ្នាអញ្ចឹងអញ្ចឹងប៉ុណ្្នឹងឯងចាប់សទ្ធាចេតសិកសោភនៈចេតសិកទី1បាទចាប់ហើយញោមហើយយកទៅមើលថែមទៀតទៅណាញោមអានថែមទៀតទៅព្រោះស្មាបរិញ្ញានេះវារឿងលឿនណាហើយនិយាយក៏មិនបានច្រើនដែរមើលតែម៉ោងដែរតែយូរអញ្ចឹងញាតិញោមអាចយកទៅមើលរំលឹកថាថែមវិញខ្លះទៅមេរៀនមានសភៅមានណាញោមមានពេលមើល4-10នាទីឯថែមទៀតទៅព្រោះអាត្មាក៏និយាយមកអស់ដែរទេព្រោះហើយចង្កាលញាតិញោមស្ដាប់ហ្នឹងក៏មិនបានទាំងអស់ក៏មិនចាំទាំងអស់ដែរទេអញ្ចឹងមានពេលមើលឡើងវិញខ្លះទៅតោះហើយញោមមានអីចូលរួមទៀតអត់ចឹងលោកម្ចាស់តើតើមួយការបង់ចំណាយslide ត្រូវបង់ពេលណាទៀត អូវាមិនទាន់ដល់ខែវាមិនទាន់ជូនដំណឹងទៅពេលចិត្តដល់វាជូនដំណឹង ជិតដល់អាចមួយសប្តាហ៍អីទៀតចន្លោះនោះទេណា បើវាជូនដំណឹងយើងវាជូនដំណឹងប្រហែលជាមុនមួយអាទិត្យបាទវាដាច់មកវាផ្លិចចំណាំថ្ងៃដែរបងពីថ្ងៃណាផ្លិចចំណាំថ្ងៃបើចំណាំថ្ងៃ លោក យើង ចូល ដឹង មើលលោកម្ចាស់ចូលមើល transaction បាទ ចូលមើលវាកាត់ គាត់ ហ្នឹង នោះបង$9មួយខែចាំមើលសិនមកស្មានមើល ចាំលោកម្ចាស់ check ឡើងវិញទៅចាំដាក់មកតាម Telegram ទៀតតាមផ្នែក check បាទ